CEO Master Club បងវឹកអ្នកដឹកនាំធុរកិច្ចកម្ពុជាធ្វើឲ្យអាជីវកម្មពីតូចទៅធំពីលក្ខណៈគ្រួសារទៅស្តង់ដារធ្វើឲ្យសេដ្ឋកិច្ចក្នុងស្រុករឹងមាំបន្តមកទៀតនេះខ្ញុំបាទសូមណែនាំឲ្យបងប្អូនទាំងគ្នាស្គាល់រូបលោកផងដែរខ្ញុំបាទជឿជាក់ថាបងប្អូនទាំងអស់គ្នាដែលមានវត្តមាននៅទីនេះមានភាគច្រើនដែលបានស្គាល់រូបលោកកន្លងមករួចមកហើយបាទសម្រាប់ប្រធានបទរបស់យើងនៅក្នុងខែនេះបាទការបង្កើតនិងការគ្រប់គ្រងអាជីវកម្មគឺមានតែលោកអោមសេងបូរ៉ាដែលនឹងឡើងមកធ្វើការចែកចាយដល់បងប្អូនទាំងអស់គ្នាផងដែរអញ្ចឹងបន្ទាប់មកទៀតនេះនាទីនេះខ្ញុំបាទក៏សូមគោរពអញ្ជើញលោកអោមសេងបូរ៉ាបាទហើយសូមបងប្អូនទាំងអស់គ្នាបន្តស្នូតដៃជូនលោកអោមសេងបូរ៉ាផងដែរបាទសូមជម្រាបសួរបងប្អូនសូមជម្រាបសួរបងប្អូនបងប្អូនប្រហែលអ្នកដែលបានស្គាល់ខ្ញុំពីមុនខ្លះសូមលើកដៃបាទស្នូតែដៃជូនបងប្អូនដែលបានស្គាល់ហើយបងប្អូនប្រហែលអ្នកដែលអត់បានស្គាល់ខ្ញុំពីមុនមកសូមលើកដៃដែរខ្ញុំមានឱកាសជួបបងប្អូនថ្មីទៀតអបអរសាទរបងប្អូនថ្មីដែលនឹងក្លាយទៅជាមិត្តភក្តិរបស់ខ្ញុំបន្តទៅទៀតថ្ងៃនេះខ្ញុំមានសេចក្តីរំភើបដែលមានកិត្តិយសបានចូលរួមនៅក្នុង My Success Club ហើយខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងស៊ិនតារានិងភរិយានិងក្រុមការងារដែលបានផ្ដល់នៅឱកាសក្នុងការដែលខ្ញុំមកចែករំលែកនៅអ្វីដែលខ្ញុំតែងតែហៅថាក្បាច់គុណផ្ទាល់ខ្លួននៅក្នុងការដំណើរឆ្លងកាត់នៃការដឹកនាំគ្រប់គ្រងចាត់ចែងស្ថាប័នអញ្ចឹងសូមអបអរសាទរបងស៊ិនតារានិងគ្រួសាររបស់គាត់និងក្រុមការងារទាំងមូលដែលបានផ្ដល់ឱកាសនេះបងបានសួរថាអ្នកណាគេដែលបានចូលបន្ទប់នេះលើកទី1បងអូនបានសួរខ្ញុំក៏ចូលបន្ទប់នេះលើកទី1ដែរជាការដែលខ្ញុំមានឱកាសនេះគឺតាមមានការជជែកគ្នារវាងខ្ញុំហើយនិងបងស៊ិនតារាតាមពិតជាច្រើនឆ្នាំមកហើយបងស៊ិនតារាសួរខ្ញុំថាតើបងបូរ៉ាតើយើងមានឱកាសអីធ្វើការជាមួយគ្នាខ្ញុំថាមានបងប៉ុន្តែយើងត្រូវអង្គុយហើយជជែកគ្នាបើតែជែកបានម្ដងផឹកកាហ្វេមួយនេះបានម្ដងខានបានជួបគ្នាទៅរវល់រៀងខ្លួនមួយឆ្នាំផុតទៅដល់ទៅបែរជាទុំ2ឆ្នាំជាងបានយើងអាចផឹកកាហ្វេញ៉ាំស៊ុបជាមួយគ្នាម្ដងទៀតហើយសម្រេចភ្លាមថាយើងត្រូវតែសហការគ្នាព្រោះអ្វីដែលខ្ញុំមើលឃើញអ្វីដែលបងស៊ិនតារាគាត់បានធ្វើនៅក្នុងប្រទេសកម្ពុជាគឺមានការជំរុញលើកទឹកចិត្តយ៉ាងសកម្មក្នុងការជំរុញនិងការផ្លាស់ប្ដូរនៅផ្នត់គំនិតក៏ដូចជាការជំរុញឲ្យមាននៅសហគ្រិនភាពមានការកើនឡើងក៏ប៉ុន្តែចំណុចមួយដែលខ្ញុំមើលឃើញការដែលចាប់ផ្ដើមនៅមុខរបរទាំងឡាយខ្ញុំតែងតែបានឮវាមិនយើងនិយាយជាពិសេសអ្នកដែលជាសហគ្រិនជោគជ័យនិងបរាជ័យរួមនៅក្នុងនោះមានបងសុផលមួយនៅទីនេះដែរសូមអបអរសាទរបងសុផលមួយទៀតបងសុផលក៏ជាមិត្តភក្តិមួយរបស់ខ្ញុំដែរតែខ្ញុំតែងតែរៀនសូត្របាទខ្ញុំតែងតែរៀនសូត្រពីគ្នាយើងទាំងអស់វាគ្មិនជាច្រើនដូចជាជោគជ័យដែលជាច្រើនបាននិយាយថាការចាប់ផ្ដើមនៅមុខរបរ10នាក់បានដួលរលំទៅវិញនៅក្នុងឆ្នាំទី1 7 ឬ 8ទៅហើយបានដួលរលំទៅវិញ7 ឬក៏ 8នៅក្នុងឆ្នាំទី1នៅសល់2 ឬ 3 5ឆ្នាំក្រោយមកនៅសល់តែ1 Scary ទេបងប្អូន Scary ក៏ប៉ុន្តែបងប្អូនដែលដួលទាំងអស់អ្នកខ្លះរៀងចាលរហូតអ្នកខ្លះអត់រៀងទេគឺត្រឡប់មកវិញដោយសារតែគាត់បានរៀនថាអ្វីដែលគាត់បានរៀនសូត្រពីដំណើរនៃការដែលធ្លាក់ចុះឬក៏ដួលរលំនោះដោយវិធីសាស្ត្រណាហើយគាត់ដូររបៀបរបបក្នុងការដែលគាត់ធ្វើឡើងវិញបងប្អូនប្រមាណអ្នកដែលនៅទីនេះធ្លាប់ដាំបាយសូមលើកដៃឡើងប្រមាណអ្នកដែលអត់ដែលដាំបាយសោះលើកដៃប៉ុន្តែធ្លាប់ឃើញគេដាំបាយធ្លាប់ទេបងពេលដែលយើងដាំបាយយើងដែលយើងចង់បាននោះយ៉ាងម៉េចគឺជាបាយមួយដែលឆ្អិនហើយឆ្ងាញ់មែនទេបងប្អូន ក៏ប៉ុន្តែពេលខ្លះ
bài để dương trong ban đó biết tới chỉ mình ban thì bài chẳng anh lọ từ mình mình bài chân lọ từ mình vì bài chỉ bàn bài muối đá chai bọc ôn thọp năm bài chai đấy lọ bọc ôn thọp năm bài từ cloud vậy bọc ôn thọp năm bài từ bò chim mồ đấy lọ bọc ôn nơi pet để dương năm bài chân ta miên được biết nông cả năm theo bị chân đấy vì miên rồi biết nông cả năm tới áo và đại hệ ấy ban chia bài nâng cháy khói rư gọt bò chim một đòi xa tại dương ọt đắng ông pi rồi biết mấy nó còn chưa ha bài áo đại xa dương ọt đắng pi rồi biết đại nam ấy rư gọt dương nam tới đói ọt dục chật tục đại business đôi khi này và thế là bắt dùm vào trong ngày đi rồi bạn sẽ là xong láng ao thì chạy ở bí ca bằng cá nâng ca cực rong chi và cam tam phất khi chúng mình ai để dây không được dạy phê đọc play đi bàn thì tại khi chúng xung chụp điệp chun bom ốt bị bọt bị sao sầm khăn rồi miền bê play pro chi và cam vì miền tất đẹp hiệp bẹ quan bay rồi không sắp từ cái này nên không sẽ tháp bàn từng một còn này muốn nâng châu nâng châm chạy đây chuột bom ốt đại xa tay bom ôn hay chỉ bẹ cả đá từ tè chụp châm lực tỉ muối trong chỉ bị bắt background bị càng nghe được bọc nhâm đại nhâm mà đào tì đi nâng miễn ích là càng nghe được bọc nhâm tì muối cứ chia xa mà có được bọc cầm hồn ân sân nhang bọc ôn squad cầm hồn ân sân nhang cầm hồn ân sân nhang chỉ cầm hồn xa mà cầm chỉ cầm hồn đẹp đó nơi xây vá xa mà cầm trút bị đứt lời ca trút krong thì raจะถูกระบบสถาบันខ្ញុំធ្វើការនៅទីនោះ2ឆ្នាំបន្ទាប់មកខ្ញុំចូលមកអង្គការទស្សនពិភពលោកជាអង្គការពីក្រុមហ៊ុនទៅពីក្រុមហ៊ុនមកអង្គការមកជាយើងហៅថាមន្ត្រីសវនករផ្ទៃក្នុងធ្វើការនៅទីនោះបាន1ឆ្នាំកន្លះត្រូវបានគេលើកឲ្យទៅជាតំណែងប្រធានសវនកម្មផ្ទៃក្នុងរបស់អង្គការទស្សនពិភពលោកដែលមានឱកាសក្នុងការដឹកនាំគ្រប់គ្រងហើយលើពីនោះមានឱកាសទៅធ្វើសវនកម្មនៅប្រទេសផ្សេងៗទៀតដែលជាវិលាដែលខ្ញុំបានចាប់តាមរៀនសូត្រយ៉ាងខ្លាំងពេលដែលមានឱកាសទៅប្រទេសផ្សេងៗហើយទៅធ្វើសវនកម្មនៅប្រទេសផ្សេងៗដែរនៅ World Vision បានរយៈពេល5ឆ្នាំខ្ញុំក៏បានប្រឡងជាប់មកជាអគ្គនាយកវ័យក្មេងរបស់គ្រឹះស្ថាន Micro and Vision Fund បងប្អូនអាចស្គាល់ Vision Fund ដែលពេលនោះស្ថាប័ននេះមានទឹកប្រាក់ប្រហែលជា$70,000ជាដើមទុនមរតកផ្ទេរពីអង្គការសន្តិភាពលោកមកហើយមានបុគ្គលិកប្រហែលជា50នាក់ក្នុងរយៈពេល5ឆ្នាំកន្លះនៅក្រោមការដឹកនាំគ្រប់គ្រងរបស់ខ្ញុំជាមួយរួមការងារជាមួយនឹងសហជីវិកក្មេងខ្ចីជាច្រើនដែលពោពេញទៅដោយឆន្ទៈនិងសកម្មភាពខ្លាំងបានធ្វើឲ្យស្ថាប័ននេះមានការលូតលាស់ដែលមានទ្រព្យសម្បត្តិរហូតដល់$27 លានបុគ្គលិករហូតដល់ជាង600នាក់ទូទាំងប្រទេសហើយអ្វីដែលជាមោទនភាពសម្រាប់ខ្មែរដែលខ្ញុំបានឆ្លងកាត់ជាមួយក្រុមការងាររបស់ខ្ញុំគឺធ្វើឲ្យក្រុមការងាររបស់ខ្ញុំទទួលបាននៅការទទួលស្គាល់ខ្ពស់ជាលក្ខណៈអន្តរជាតិដែលបុគ្គលិកខ្ញុំជាច្រើនបានទៅធ្វើការបំពេញការងារជាលក្ខណៈបុគ្គលិកអន្តរជាតិហើយមានការទទួលស្គាល់ពីធនាគារពិភពលោកទៅលើយើងទទួលបាននៅពានរង្វាន់ភាពហិរញ្ញវត្ថុសម្រាប់ពិភពលោកដែលក្នុងនោះមានជិត1000ស្ថាប័នធ្វើការប្រកួតប្រជែងហើយគ្រីស្តានមីក្រូវិទ្យុរបស់យើងបានចូលនៅក្នុង top 10នៅក្នុងចំណោមស្ថាប័នទាំងអស់ដែលបានធ្វើការប្រជែងនេះជាមោទនភាពមួយហើយលើសពីនេះទៅទៀតមីក្រូវិទ្យុរបស់យើងដែលជាគ្រីស្តានមួយបានផាយនីជាអ្នកដែលបានធ្វើមុននៅក្នុងចំណោមគ្រីស្តានមីក្រូវិទ្យុទូទាំងពិភពលោករបស់ World Vision បែបជាមានពេលនោះ47ប្រទេសយើងខ្លាយទៅជាមជ្ឈមណ្ឌលគំរូដែលទទួលបានរហស្សនាមថា Center of Excellence ដែលត្រូវបានប្រទេសផ្សេងទៀតមក copy គេហៅ copy អ្វីដែលជា best practice ហើយយើងក៏បានទៅចែករំលែកនៅប្រទេសផ្សេងពីការដឹកនាំការគ្រប់គ្រងរបស់ស្ថាប័នគ្រីស្តានមីក្រូវិទ្យុដោយសារតែមានការទំនុកទុកចិត្តនៅក្នុងការដែលយើងបានទទួលនៅអ្វីជាលទ្ធផលនោះហើយ passion របស់ខ្ញុំ
នៅក្នុងជីវិតរបស់ខ្ញុំបានផ្សារភ្ជាប់ជីវិតរបស់ខ្ញុំទៅនឹងសហគ្រិនភាពដោយសារតែខ្ញុំមើលឃើញនិងស្វែងរកឃើញថាអភិវឌ្ឍប្រទេសជាតិមួយដែលមាននិរន្តរភាពប្រសិនបើមិនមានទីផ្សារគឺมันអាចមាននិរន្តរភាពបានទេអញ្ចឹងខ្ញុំបានសិក្សាអំពីគុណភាពនិងភាពក្រីក្ររបស់ក្រុមគ្រួសាររបស់ប្រទេសជាតិខ្ញុំមើលឃើញថាការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិគឺអាស្រ័យយ៉ាងសំខាន់ទៅលើសហគ្រិនភាពជាពិសេសការបង្កើតនៅមុខរបរឲ្យបានកាន់តែច្រើនឲ្យបានកាន់តែធំដែលបង្កើតឲ្យមានការធ្វើបង្កើតឲ្យមានសកម្មភាពជាច្រើនដោះស្រាយនៅបញ្ហាជាច្រើនដែលត្រូវការនៅក្នុងប្រទេសតាមរយៈការផ្ដល់នូវផលិតផលនិងសេវាកម្មចេញពីអ្វីដែលសហគ្រិនបង្កើតជ្រាបក្នុងឱកាសនេះសូមអបអរបងប្អូនទាំងអស់ដែលជាសហគ្រិននៅទីនេះសូមស្នូទដៃឲ្យយើងទាំងអស់គ្នាដែលចូលរួមចំណែកនៅក្នុងដំណើរសហគ្រិនភាពព្រោះបងប្អូនសុទ្ធតែជាអ្នកបង្កើតនៅការងារបងប្អូនជាអ្នកបើកប្រាក់ខែដែលចិញ្ចឹមមិនត្រឹមតែបុគ្គលិកប៉ុន្តែគ្រួសាររបស់បុគ្គលិកទាំងមូលនៅក្នុងផ្ទះរបស់គេជាការដែលបងប្អូនបង្កើតមុខរបរហើយវាជារឿងមួយដល់ប្រពៃដែរក៏ប៉ុន្តែបងប្អូនត្រូវចាំថានៅពេលដែលយើង business របស់យើងដួលរលំយើងក៏ធ្វើឲ្យបុគ្គលិករបស់យើងនិងក្រុមគ្រួសាររបស់បុគ្គលិកយើងជាច្រើនបាត់បង់នៅហិរញ្ញវត្ថុផងដែរយើងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពួកគេអញ្ចឹងយើងមិនអាចធ្វេសប្រហែសបានឡើយយើងត្រឡប់មកវិញខ្ញុំបានចាក់អំពីគ្រីស្តានមីក្រូហិរញ្ញវត្ថុក្នុងគោលបំណងព្រោះខ្ញុំមើលឃើញថាប្រទេសកម្ពុជារបស់យើងគឺខ្វះខាតនៅសហគ្រិនមានអ្នករកស៊ីទូចតែប៉ុន្តែខ្វះអ្នករកស៊ីធំឱកាសមុខរបររកស៊ីជាច្រើនត្រូវបានបរទេសរួមទាំងការវិនិយោគរួមទាំង business ធំអញ្ចឹងកម្លាំងប្រកួតប្រជែងប្រកាសជាមានការលំបាកអញ្ចឹងខ្ញុំចង់ចូលរួមចំណែកក្នុងការកសាងលើកកម្ពស់គុណភាពរបស់គ្រីស្តានក៏ដូចជាសហគ្រាសខ្នាតតូចនិងមធ្យមដើម្បីចូលរួមចំណែកពង្រឹងគុណភាពនៃការគ្រប់គ្រងការដឹកនាំរបស់គេដើម្បីឲ្យមានការធ្វើការដឹកនាំស្ថាប័នឲ្យមានការរីកចម្រើននិងមានការប្រកួតប្រជែងជាមួយនៅក្នុងឆាកអន្តរជាតិបានចឹងបានខ្ញុំចេញមកហើយខ្ញុំបានបង្កើតនៅក្រុមហ៊ុនមួយចំនួនដែលនោះដូចជា A+ Consulting ហើយខ្ញុំបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍអគ្គនាយកសហគ្រិនខ្ញុំបង្កើតនឹងការចូលរួមការវិនិយោគនៅក្នុងស្ថាប័នជាច្រើនដោយបងប្អូនបានឃើញហើយក្រៅពីនោះខ្ញុំបានជ្រើសតាំងជាអភិបាលឯករាជ្យរបស់រដ្ឋកោទឹកស្វយ័តក្រុងភ្នំពេញដែលជាក្រុមហ៊ុនចូលទីផ្សារមុនគេនៅក្នុងប្រទេសកម្ពុជាហើយបន្ទាប់មកក៏ខ្ញុំត្រូវបានជ្រើសតាំងជាអភិបាលឯករាជ្យរបស់ក្រុមហ៊ុនជប៉ុនធំមួយគឺក្រុមហ៊ុន Eon ដែលក្នុងនោះមាន Eon Finance និង Eon Mall ហើយខ្ញុំគឺនៅចូលផ្នែកខាង Eon Finance ចឹងនេះគ្រាន់តែជាសាវតាខ្លះៗដើម្បីឲ្យបងប្អូនបានដឹងថាតើខ្ញុំមកចូលនៅទីនេះបានឆ្លងកាត់អ្វីខ្លះដែលអាចចែករំលែកជូនទៅដល់បងប្អូនខ្ញុំបានសួរបងប្អូនថាតើដាំបាយមានរបៀបដែរទេដើម្បីដាំឲ្យឆ្អិនបងប្អូនឆ្លើយថា yes មែនទេបងប្អូនដូចគ្នាការបង្កើតនិងការគ្រប់គ្រងការធ្វើអាជីវកម្មក៏មានរបៀបដូចគ្នាផងដែរបងប្អូនធ្វើមុខអាជីវកម្មនៅស្រុកខ្មែរគ្មានអីចម្លែកវាអត់មានអីចម្លែកទេព្រោះគេធ្វើអាជីវកម្មទូទាំងពិភពលោកក៏ប៉ុន្តែអ្វីដែលខុសគ្នាតែការធ្វើអាជីវកម្មរបស់យើងមានលក្ខណៈយ៉ាងដូចម្តេចយើងធ្វើຂະຫນាតតូចយើងធ្វើជុំឬក៏យើងធ្វើຂະຫນាតធំមានបងប្អូនជាច្រើនដែលគាត់ជោគជ័យរួចទៅហើយក្នុងនាមជាសហគ្រិនដោយសារតែគាត់បានបង្កើតនៅមុខរបរហើយគាត់បានជោគជ័យខ្លាចទៅជាអុកញ៉ាខ្លាចជាសេដ្ឋីដោយមិនចាំបាច់មកអង្គុយស្ដាប់ដូចយើងអញ្ចឹងក៏បានដោយមិនចាំបាច់រៀនអំពីរបៀបប៉ុន្តែគាត់បានប្រកធ្វើនៅអ្វីដែលច្នៃប្រឌិតខ្លួនឯងផ្ទាល់ប៉ុន្តែយើងមើលឃើញអ្នកជោគជ័យប៉ុន្តែអ្នកបរាជ័យជាច្រើនទៀតយើងអត់បានមើលឃើញហើយសម្រាប់បងប្អូនដែលគាត់បានខ្លាយទៅជាអុកញ៉ាក៏ដោយគាត់ខ្លាយទៅជាអ្នកដែលជោគជ័យខ្លាំងក៏ដោយនៅពេលដែលគាត់ចាប់ផ្ដើមជោគជ័យមកដល់ចំណុចមួយនៅពេលដែលពិភពលោកមានការផ្លាស់ប្ដូរសមាហរណកម្មអាស៊ានកំពុងតែកើតឡើង globalization កំពុងតែកើតឡើង technology កំពុងតែមានការលូតលាស់មានការប្រកួតប្រជែងជាច្រើនដែលកើតឡើង
ចឹងវាចូលដល់សម័យកាលថ្មីមួយទៀតដែលមានការប្រកួតប្រជែងហ្នឹងច្រើនហើយលឿនទៀតអញ្ចឹងការដែលជោគជ័យពីអតីតកាលក៏មិនទាន់អះអាងនៅជោគជ័យនៃពេលអនាគតបាន 100% នោះដែរក៏ប៉ុន្តែអ្វីដែលខ្ញុំចង់ជម្រាបជូនបងប្អូននៅថ្ងៃនេះគឺខ្ញុំចង់ឲ្យបងប្អូនបានធ្វើការឆ្លុះបញ្ចាំងដោយសាមញ្ញថាការដែលយើងដាំបាយដើម្បីឲ្យឆ្អិនឆ្ងាញ់នោះគឺមានរបៀបរបស់វាប្រសិនបើយើងមិនចេះដាំវានឹងទៅជាខ្លោចឬក៏វាឆាំងដូចគ្នាផងដែរអាជីវកម្មរបស់យើងក៏មានរបៀបក្នុងការចាប់ផ្ដើមនិងការបង្កើតនិងការគ្រប់គ្រងឲ្យមានរបៀបដើម្បីយើងអាចធ្វើការរីកចម្រើននិងធ្វើការឲ្យវាមានការបែកមេឃសាខាយើងអាចបំបែកអាជីវកម្មរបស់យើងពង្រីកអាជីវកម្មរបស់យើងនៅក្នុងប្រទេសកម្ពុជាទូទាំងប្រទេសកម្ពុជាឬក៏ចេញពីប្រទេសកម្ពុជាទៅទៀតអ្វីដែលជាទស្សនវិស័យរបស់ខ្ញុំមិនចង់ឲ្យបងប្អូនបង្កើតអាជីវកម្មហើយគ្រាន់តែនៅក្នុងមកកញ្ចប់នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេក៏ប៉ុន្តែខ្ញុំចង់ឃើញបងប្អូនពង្រីកអាជីវកម្មទូទាំងប្រទេសហើយអាចមានសក្តានុពលក្នុងការពង្រីកទៅប្រទេសផ្សេងទៀតបានបងប្អូនចង់យ៉ាងណាបងប្អូនប្រហែលអ្នកចង់លើកដៃបាទស្នងតែដៃជួយបងប្អូនអរគ្នាអញ្ចឹងការបង្កើតនិងការគ្រប់គ្រងពាក្យពីរម៉ាត់ខ្ញុំបានជជែកគ្នាជាមួយបងតារាថាយើងដាក់អីឲ្យចាប់ពេលដែលយើងនិយាយអំពីអាជីវកម្មវាមានការបង្កើតហើយធ្វើមិនស្រួលវាដួលទៅវិញអញ្ចឹងវាទាមទារឲ្យមានការគ្រប់គ្រងមួយរបៀបនៃការគ្រប់គ្រងមួយរបៀបនៃការគ្រប់គ្រងមួយបាទនៅពេលដែលយើងនិយាយអំពីអាជីវកម្មដោយសាមញ្ញឲ្យបងប្អូនដឹងទាំងអស់គ្នារឿងនេះគឺប្រកាសជាមានបងប្អូនមានផលិតផលបងប្អូនមានផលិតផលអាចខ្លាយជាអាជីវកម្មដែរបងប្អូនអត់ទាន់គ្រប់គ្រាន់ជាអាជីវកម្មទេបងប្អូនគាត់តែមានផលិតផលអត់ទាន់ជាអាជីវកម្មទេបងប្អូនត្រូវមានអីទៀតឥឡូវយើងមានផលិតផលត្រូវមានអ្នកទិញមែនទេបងប្អូនមានផលិតផលមានអ្នកទិញមានផលិតផលនិងមានអ្នកទិញប៉ុន្តែធ្វើម៉េចដើម្បីមានអ្នកទិញតើមានអ្នកលក់អាហ្នឹងដែលត្រូវជំនាញបងតារាតែខ្ញុំដឹងគឺថាគាត់ជំនាញអាហ្នឹងច្បាស់មកអញ្ចឹងពេលដែលយើងនិយាយពីអាជីវកម្មគឺមានផលិតផលនិងអ្នកអតិថិជនក៏ប៉ុន្តែអានេះវាសាមញ្ញពេកហើយអ្នកណាក៏ដឹងដែរតើផលិតផលនោះផលិតផលយ៉ាងម៉េចអ្វីដែលត្រូវដឹងមុនពេលបង្កើតអាជីវកម្មតើផលិតផលនោះយ៉ាងម៉េចដែលអាជីវកម្មយើងហ្នឹងវាខ្លាំងផលិតផលដែលមានតែឯងស្នូតែដៃយន្តគាត់មានតែឯងហ្នឹងពេលខ្លះយើងមកតែឯងបានផ្លែតទេទៅឲ្យគេយកមកដែរអ្វីដែលសំខាន់គឺស្តៀងហ្នឹងអ្វីដែលសំខាន់គឺផលិតផលរបស់យើង unique បងប្អូនដែលលើកពាក្យ unique ទេ unique ហ្នឹងគឺយើងថាខុសពីគេឬក៏ល្អគ្មានផ្ទឹមល្អខុសពីគេនិយាយល្អបើសិននិយាយថាល្អខុសពីគេនៅពេលដែលផលិតផលយើងល្អខុសពីគេអាហ្នឹងបងប្អូនឈ្នះមួយព្រោះនៅពេលដែលបងប្អូនមានអ្វីជាផលិតផលសិប្បកម្មដែលល្អខុសពីគេវាជាទីចាប់អារម្មណ៍របស់អតិថិជនវាជាទីចាប់អារម្មណ៍ចឹងបងប្អូនអាចឆ្លុះបញ្ចាំងកន្លងមកឬក៏បងប្អូនមុនដែលបង្កើតហើយឬក៏មិនទាន់បង្កើតចង់បង្កើតថាតើផលិតផលរបស់យើងនោះវាមានលក្ខណៈពិសេសស្អីខុសពីគេល្អខុសពីគេបើដូចគេដូចឯងអាហ្នឹងវាអាចងាយ
ចូលទៅក្នុងអា7 8ដែលដួលទៅវិញវាងាយមិនខ្ញុំមិនថាវាត្រូវតែដួលទេព្រោះបងប្អូនដឹងថាចាប់ផ្ដើម10ដួលទៅវិញ7 8ចឹងអាការដួលទាំងអស់សុទ្ធតែមានរបៀបសុទ្ធតែមានរបៀបអ្នកទិញវិញបងប្អូនខ្លះគាត់ចាប់ផ្ដើមអាជីវកម្មដោយអ្នកទិញរបស់គាត់អត់ទាន់ដឹងជាណាគាត់គ្រាន់តែឮសូមមិត្តភក្តិមិត្តភក្តិគេថាគេអាចមានឱកាសនាំចូលផលិតផលនេះមកបានគាត់ក៏ចង់ចូលរួមជាមួយដែរប៉ុន្តែមិនទាន់បានដឹងច្បាស់ពីផលិតផលហើយក៏មិនទាន់បានដឹងច្បាស់អំពីអ្នកណាជាអតិថិជនចឹងពេលដែលយើងធ្វើបង្កើតអាជីវកម្មបងប្អូនត្រូវរកចំណុចឈ្នះរួចជាមុនថាតើអ្នកណាជាអតិថិជននរណាអតិថិជននៅឯណានរណាជាអតិថិជននៅឯណាបងប្អូនគិតអានឹងសិនហេតុអីបាននឹងសំខាន់នៅពេលដែលយើងអត់ស្គាល់ពីអតិថិជនរបស់យើងជានៅទីណាជាបងប្អូនធ្វើទីផ្សារដោយរបៀបម៉េចបងប្អូនធ្វើការផ្សព្វផ្សាយដោយរបៀបម៉េចបងប្អូនចេះតែជះលុយដែរផ្សព្វផ្សាយដែរអត់ថាអតិថិជននៅទីណាអតិថិជនជានរណាមួយទៀតបងប្អូនទៅធ្វើការវាយតម្លៃតើអតិថិជនដែលយើងមាននោះគ្រប់គ្រាន់ដែរឬទេគ្រប់គ្រាន់ដែរឬទេហេតុអីបានចំណុចនេះសំខាន់បងប្អូនបងប្អូនយើងធ្វើជំនួយយើងចង់បានអីគេចង់ក្រោយបំផុតបងប្អូនចង់បានអីគេផ្ទះដៃឲ្យតោះគ្នាមួយបងប្អូនធ្វើជំនួយបងប្អូនចង់បានចំណេញដើម្បីបានចំណេញតើបងប្អូនត្រូវធ្វើយ៉ាងណាបងប្អូនអាចឆ្លើយបានតែតែយើងគាត់មួយទៀតដើម្បីបានចំណេញគឺត្រូវមានចំណូលដកនឹងបងប្អូនដើម្បីបានចំណេញតើឲ្យមានចំណូលដកនឹងចំណាយនេះជាសម័យកាលនេះជារូបមន្តហើយសាមញ្ញបំផុតដើម្បីបានចំណេញត្រូវមានចំណូលឲ្យតូចឬធំបងប្អូនចំណូលត្រូវតែធំជាងចំណាយចំណូលត្រូវតែធំជាងចំណាយដើម្បីចំណូលធំជាងចំណាយទៅធ្វើម៉េចដើម្បីចំណូលធំត្រូវមានអតិថិជនច្រើនចិត្តពេលដែលបងប្អូនធ្វើសម្រាប់ចិត្តក្នុងការជ្រើសរើសផលិតផលតើបងប្អូនដឹងថាតើសក្តានុពលនៃអតិថិជនគ្រប់គ្រាន់ដែរឬទេគេនៅទីណាការដែលដឹងគេជាណានៅទីណានោះបងប្អូននឹងធ្វើដំណើរបុកទៅចូលច្រកចូលទៅរកនៅទីនោះហើយឲ្យដឹងថាគ្រប់គ្រាន់ទៀតព្រោះការដែលដឹងថាគ្រប់គ្រាន់វាផ្ដល់នូវទំនុកចិត្តដល់យើងវាផ្ដល់នូវទំនុកចិត្តដល់យើងថាយើងចាប់ផ្ដើមបង្កើតមុខរបរនេះប្រកបទីផ្សារព្រោះចំណូលត្រូវតែធំជាងចំណាយចឹងនេះគឺជាចំណុចនៃការចាប់ផ្ដើមខ្ញុំចង់ចែករំលែកបងប្អូននៅរូបមន្តមួយដែលគេហៅថារូបមន្តទស្សនកម្មប្រមាណ hedgehog concept បងប្អូនពាក្យហ្នឹងឯង hedgehog ហ្នឹងគឺកម្មប្រមាណ hedgehog concept ទស្សនកម្មប្រមាណមានចំណុចសំខាន់3ដែលជាចំណុចគន្លឹះសំខាន់ក្នុងការចាប់ផ្ដើមនៅមុខរបរគ្រប់មុខរបរទាំងអស់បងប្អូនត្រូវឆ្លើយនឹងសំណួរ3 What are you passionate about in the world What are you passionate about in the world តើអ្វីដែលបងប្អូនមានបេះដូងឆេះឆួលខ្លាំងនៅក្នុងពិភពលោកយើងហៅថា passion ភាសាខ្មែរប្រែសាមញ្ញថាតណ្ហាប៉ុន្តែតណ្ហានេះមានថាអ្វីដែលយើងចង់ខ្លាំង
អ្វីដែលចង់ខ្លាំងពេលដែលបងប្អូនបង្កើតនៅមុខរបរបងប្អូនទៅរកឲ្យឃើញអ្វីដែលយើងបងប្អូនចង់ខ្លាំងខ្ញុំមើលឃើញបងសិនតារាគាត់មានអាហ្នឹងអ្វីដែលគាត់ធ្វើខ្ញុំឃើញគាត់មានអាហ្នឹងគាត់បង្កើត To Do the Answer គឺចេញពីបេះដូងចេះជួលរបស់គាត់មិនមែនកើតឡើងដោយចៃដន្យប៉ុន្តែឡើងពីការត្រៀមទុកការចង់ជាច្រើនឆ្នាំមកហើយខ្ញុំឃើញបងផលបេះដូងរបស់គាត់ចេះជួលគឺរឿងលុយរឿងបំណុលរឿង creative finance រឿង real estate នោះវាជាអត្តសញ្ញាណរបស់បងប្អូនមួយបងប្អូននៅពេលបងប្អូនមាន passion ហ្នឹងគឺបងប្អូនមានភាពខ្លាំងមួយដែលបងមិនធ្វើអាកិច្ចការវិញមិនចេះហត់មិនងាយបោះបង់ហើយសប្បាយចូលកន្ទប់ទឹកក៏សម័យឃើញរឿងហ្នឹងដែរគេងក៏ជាសពឃើញរឿងហ្នឹងដែរបងប្អូនមិនងាយនឹងបោះបង់ចោលទី2ឥឡូវបងប្អូនមាន passion ហើយ What are you best at in the world What are you best at in the world តើបងប្អូនប្រកែអីជាងគេបងប្អូនពេលដែលយើងមាន passion ការចេះជួល burning desire បូកនឹងអ្វីដែលយើងពូកែបងប្អូនអាចធ្វើអានេះបាទអាពីរនេះគឺបងប្អូនអាចធ្វើអាល្អខុសពីគេបានព្រោះបងប្អូនមាន passion បើបងធ្វើបងប្អូនគួយគិតពីវាធ្វើមិនឲ្យល្អធ្វើមិនឲ្យល្អធ្វើមិនឲ្យដាច់គេធ្វើមិនឲ្យល្អជាងគេបងប្អូនព្រោះមាន passion ដេកជាសពក៏នឹកឃើញវាដែរអែលវារហូតគិតពីវារហូតឲ្យតែគេនិយាយអីពាក់ព័ន្ធអាហ្នឹងគឺមានចំណាប់អារម្មណ៍ភ្លាមហើយស្រាវជ្រាវពីរឿងហ្នឹងច្រើនជួបជាមួយបុគ្គលដែលធ្វើរឿងហ្នឹងបានច្រើនចឹងនៅពេលដែលយើងមាន passion បូកជាមួយអ្វីដែលយើងខ្លាំងបងប្អូននឹងបង្កើតបាននៅអ្វីមួយដែលពិសេសចំណុចមួយទៀតស្អីគេចំណុចមួយទៀត What is the income engine income engineម៉ាស៊ីនបង្កើតចំណូលចឹងចំណុចទី3បងប្អូនមានបេះដូងខ្លាំងហើយមានការចេះជួលខ្លាំងហើយទី2បងប្អូនមានជំនាញហើយប៉ុន្តែបងប្អូនដឹងថាឯណាទៅប្រភពចំណូលតែប្រភពចំណូលនៅណាអាហ្នឹងតាក់ទងនឹងអីគេបងប្អូនអាហ្នឹងតាក់ទងមកនេះវិញប្រភពចំណូលបងប្អូនត្រូវស្គាល់ថាអ្នកណាជាអតិថិជននៅទីណាហើយអតិថិជនគ្រប់គ្រាន់ដែរឬទេអតិថិជនដែលមានលុយទិញហ្នឹងនៅទីណាហើយគ្រប់គ្រាន់ដែរឬទេបងប្អូនមានចំណុច3នេះគឺបងប្អូនឈ្នះតាំងពីពេលចាប់ផ្ដើមក៏ប៉ុន្តែមានប៉ុណ្្នឹងហើយក៏មិនប្រកាសថាវិធានាវា guarantee នៅជោគជ័យយើង 100% នោះដែរមានស្អីទៀតដែលអាចកើតឡើងមិញខ្ញុំឲ្យសមីការបងប្អូនចំណូលដកចំណាយចេញចំណេញក៏ប៉ុន្តែវាអាចចេញខាតទេបងប្អូនណាបងប្អូនភ្លេចកន្លែងហ្នឹងវាអាចខាតដែរចំណូលដកចំណាយមិនប្រកាសថាចំណេញទេពេលខ្លះក៏អាចខាតដែរដោយសារតែចំណាយវាធំជាងចំណូលឥឡូវដើម្បីយើងអាចគ្រប់គ្រងនៅស្ថាប័នរបស់យើងឲ្យបានច្បាស់បងប្អូនត្រូវដឹងចំណូលមិនយើងទៅចែករឿងចំណូលហើយប៉ុន្តែយើងអត់តទៅចែករឿងចំណាយមែនទេបងប្អូនតែយើងអាចគ្រប់គ្រងចំណាយរបស់យើងបានដែរទេតែចំណាយមានអីខ្លះខ្ញុំចង់ឲ្យបងប្អូនណាម្នាក់បានពី3នាក់និយាយអំពីចំណាយមានសុំក្បាលមីក្រូបើមានបងប្អូនអាចនិយាយប្រាប់គ្នាយើងថាតើចំណាយមានអីខ្លះដើម្បីយើងរក្សាអាចចំណេញឲ្យបាននោះយើងត្រូវចំណូលឲ្យធំជាងចំណាយតែចំណាយមានអីខ្លះអាចរៀបរាប់ចំណាយមានអីខ្លះនិយាយដល់ខ្លីៗឲ្យលឿនបាទបងប្អូនជួយអស្ចារ្យតែដៃជូនគាត់តើរឿង operation cost របស់យើងបងបាទមានអីខ្លះបងអាចនិយាយមកលិះបន្តិចឲ្យលឿនបំផុតបាទដូចជាទឹកភ្លើងថ្លៃជួលផ្ទះប្រាក់ខែកម្មករផលិតហើយនឹងអាហ្នឹង
បង អូខេបាទតែដែរយល់គាត់បងប្អូនយើងផ្សេងទៀតសូមចូលរួមចំណែកយ៉ាងលឿនបំផុតមកខាងនោះបាទថ្លៃដើមបាទអីទៀតទេបងមានអីទៀតអស់ហើយបាទសូមតែដែរយល់គាត់គ្នាយើងផ្សេងទៀតចូលរួមចំណែកបាទចំណាយថេនិងចំណាយអថេ បាទ ចំណាយអថេគឺរាល់លទ្ធផលដែលយើងលក់មួយវាត្រូវតែកើតចំណាយនឹងមួយចំណាយអថេនោះគឺទោះជាយើងមិនលក់ក៏វាត្រូវចាយដែរបាទយើងគេហៅថេនិងអថេ បាទសូមតែដែរយល់គាត់បងប្អូនផ្សេងទៀត បាទចំណាយគឺដូចបងអត់លើកឡើងនេះគឺអាជីវកម្មភាគច្រើនមានចែកជាពីរគឺចំណាយទៅលើថ្លៃដើមនិងចំណាយប្រតិបត្តិការហើយក្នុងប្រតិបត្តិការមានទូរបស់វាទៀតរដ្ឋបាលឬ marketing ការលក់អីផ្សេងទៀតបាទ អូខេបាទសូមតែដែរយើងទាំងគ្នាជាទូទៅខ្ញុំឃើញការរៀបរាប់ស្តៀងគ្នាហើយខ្ញុំគិតថាសម័យកាលនេះអត់ទាន់ពេញលេញព្រោះគេសង្ខេបឲ្យយើងនឹងវាខ្លាំងពេកមានចំណុចមួយចំនួនទៀតដែលខ្ញុំចង់បន្ថែមនៅក្នុងសម័យកាលបងប្អូនចាប់អារម្មណ៍ទេតើវានាំឲ្យយើងខាតចំណូលដកចំណាយវាអាចចេញខាតនៅពេលដែលចំណាយធំជាងចំណូលអានឹងសាមញ្ញទេក៏ប៉ុន្តែវាមានអត់សាមញ្ញផ្សេងទៀតយើងដួលយើងខាតដោយសារតែមានគេលួចក្នុងស្ថាប័នយើងអាចមានគេលួចទេមានអ្នកខាងក្នុងលួចទេមានអ្នកខាងក្រៅលួចទេអានោះចំណុចពិសេសហ៎បងប្អូនយើងដួលមួយទៀតដោយសារតែគេអត់សងលុយបងប្អូនមានអ្នកអត់សងទេពេលខ្លះបាទអាហ្នឹងអាចជួយយើងដួលដែរទេស្ទះឈាមបាទលឿនណាយើងអាចដួលមួយទៀតដោយសារខ្ជះខ្ជាយខ្ជះខ្ជាយក៏អាចដួលបានដែរបងប្អូនយើងអាចបាត់បង់វាទៀតពេលខ្លះផលិតផលរបស់យើងវាស្រកកាឡូស្រកណាស្រកទម្ងន់ស្រកកាឡូស្ងួតមួយទៀតខូចបាក់បែកខូចខាតបាក់បែកអញ្ចឹងអាទាំងអស់នេះពេលខ្លះយើងអត់ទាន់បានមើលវាខ្ជះខ្ជាយច្រើនណាស់ខ្ជះខ្ជាយតាំងពីវេលាពេលខ្លះសូម្បីតែបងប្អូនបុគ្គលិករបស់យើងនៅខាងក្នុងនោះសិទ្ធិធនធានបងតារាបានលើកឡើងថា business ជោគជ័យគឺការជោគជ័យរបស់មនុស្សប៉ុន្តែយ៉ាងไรអីមនុស្សយើងពេលខ្លះគាត់ឆ្លោះតែគ្នានៅក្នុងស្ថាប័នគាត់និយាយទៅដើមគ្នាគាត់ចំណែនទៅគ្នាគាត់ចែកបាក់ពួកហើយយើងពេលខ្លះខ្វល់ឈឺក្បាលដោះតែរឿងខាងក្នុងហ្នឹងយើងធ្វើអាជីវកម្មដូចយើងធ្វើសមរភូមិមួយយើង supposed to be in the សមរភូមិយើង supposed to be dealing with client look for more client expand and grow ប៉ុន្តែពេលខ្លះយើងរវល់តែរឿងខាងក្នុងមានការខ្ជះខ្ជាយជាច្រើនបងប្អូនខ្ញុំមើលឃើញខ្ញុំធ្វើការសិក្សាមានការខ្ជះខ្ជាយជាច្រើនដោយសារតែធនធានមនុស្សរបស់យើងស្ថានភាពនៅប្រទេសយើងនៅមានកម្រិតទាំងអត្តចរិតទាំងចំណេះដឹងទាំងជំនាញអញ្ចឹងបញ្ហាទាំងអស់នេះអ្នកណាជាអ្នកដោះស្រាយយើងជាអ្នកដឹកនាំធុរកិច្ចយើងជាម្ចាស់យើងជាអគ្គនាយកជាអ្នកដោះស្រាយអញ្ចឹងការដឹកនាំបង្កើតនិងការគ្រប់គ្រងលទ្ធផលរបស់អាជីវកម្មវាអាស្រ័យទៅលើអ្នកណាអាស្រ័យយើងជាម្ចាស់អាជីវកម្មអាស្រ័យលើយើងអ្នកដឹកនាំអាជីវកម្ម
ចឹងប្រសិនបើយើងអត់បានមើលឃើញរូបភាពទាំងមូល360 degree I don't know what I don't know I know what I know នេះជាស្ថានភាពរបស់មនុស្សទូទៅខ្ញុំដឹងនៅអ្វីដែលខ្ញុំដឹងប៉ុន្តែខ្ញុំមិនដឹងនៅអ្វីដែលខ្ញុំមិនដឹងខ្ញុំមិនដឹងនៅអ្វីដែលខ្ញុំមិនដឹងធ្វើឲ្យខ្ញុំដាំបាយឆៅធ្វើឲ្យខ្ញុំដាំ business របស់ខ្ញុំឆៅចឹងមានការពាក់ព័ន្ធជាច្រើននៅក្នុង business ទាំងក្នុងនិងទាំងខាងក្រៅអញ្ចឹងថ្ងៃនេះខ្ញុំចង់ឲ្យបងប្អូនបានធ្វើការឆ្លុះបញ្ចាំងហេតុអ្វីបានជាមានគេធ្វើ business ដែលគេអាចពង្រីកឆ្លងប្រទេសបានហេតុអីយើងពេលគ្រាន់តែពង្រីកទៅខេត្តផ្សេងប្របាទហេតុអីពេលខ្លះបងប្អូនមានអារម្មណ៍ថាយ៉ាប់ពេលសូម្បីតែខ្លួនឯងអត់បាននៅកន្លែងធ្វើការយើង business របស់យើងមានបញ្ហាពេលខ្លះបងមិត្តភ័ក្តិហៅប្រពន្ធទៅលេងកំពង់សោមអត់អាចទៅបានជាប់រវល់ក្នុង business ពេលខ្លះចង់គេហៅទៅរៀនអត់បានទៅដោយសារតែជាប់រវល់ណាខ្ញុំ focus ពេលខ្លះគេឲ្យប្រពន្ធទៅក្រៅប្រទេសអត់អាចទៅបានទេព្រោះរវល់ក្នុង business ពេកបងប្អូនសុទ្ធតែមានហេតុផលបងប្អូនជាច្រើនមានការជាប់គាំងគេហៅថាមិនមែនជា businessman ទេ prisoner បងប្អូនដែលលើពាក្យហ្នឹងអ្នកជាប់ទោសពាណិជ្ជកម្មអ្នកជាប់ទោសអាជីវកម្មតើមានខ្លួនយើងនៅហ្នឹងបានអាច business នឹងបានអត់មានយើង no boss no work តើយើងនៅហ្នឹងអញ្ចឹងអ្វីដែលខ្ញុំមើលឃើញនេះជាបញ្ហាដែលកើតឡើងអញ្ចឹងបានបេសកកម្មរបស់ខ្ញុំគឺជួយបងប្អូនដែលមាន business ជាលក្ខណៈគ្រួសារឲ្យ transform ទៅជាស្ថាប័នមួយដែលមាន standard ដែលមាន structure ដែលមាន policy ដែលមាន system ដែលមាន business plan ដែលមាន performance management ត្រឹមត្រូវ system ដើម្បីឲ្យយើង build នៅ architecture គេ business architecture បងប្អូនធ្វើផ្ទះមួយត្រូវមានប្រព័ន្ធប្លង់ architecture របស់វា business ដូចគ្នាមាន business architecture បងប្អូនយល់ច្បាស់អំពី business architecture ហ្នឹងបងប្អូននឹងធ្វើឲ្យខ្លួនឯងមានភាពងាយស្រួលជាងមុនដេកលក់ស្រួលជាងមុនហើយពង្រីក business របស់យើងទៅផ្សេងទៀតបានស្រួលនិងពង្រីកទៅក្រៅប្រទេសក៏អាចមានសក្តានុពលក្នុងការធ្វើរឿងនេះបាទបងប្អូនប្រហែលនេះដែលចង់បានចឹងលើកដៃស្នូតែដៃជួយបងប្អូននេះទៅចឹងរួមជាមួយនឹងការសហការរបស់ខ្ញុំជាមួយនឹងបងសិនតារាយើងនឹងធ្វើកិច្ចការនេះឲ្យកើតឡើងហើយខ្ញុំសហការជាមួយនឹងដៃគូពិសេសផ្សេងទៀតជាមួយនឹងបងសិនតារាដែរដែលយើងនឹងបង្កើតឲ្យមាននៅវគ្គបណ្ដុះបណ្ដាលដែលជំរុញឲ្យបងប្អូនចូលទៅក្នុងការបង្វឹករបៀបថ្មីមួយមិនមែនការបង្វឹកដូចនៅក្នុងសាកលវិទ្យាល័យទេជាការបង្វឹករបៀបថ្មីមួយដែលឲ្យបងប្អូនរៀនធ្វើផ្ទាល់ឧទាហរណ៍បងប្អូនប្រមាណអ្នកនៅក្នុងកន្ទប់នេះដែលអត់ចេះគណនេយ្យសូមលើកដៃហើយបងប្អូនប្រមាណអ្នកដែលធ្លាប់រៀនគណនេយ្យហើយប៉ុន្តែភ្លេចអត់ច្បាស់ឥឡូវនេះខ្ញុំមានដំណោះស្រាយក្នុងរយៈពេល4ថ្ងៃខ្ញុំជួយបងប្អូនឲ្យចេះជំនាញគណនេយ្យដោយរៀនរបៀបអនុវត្តផ្ទាល់ខ្ញុំមានវិធីសាស្ត្រដោយសារតែជំនាញរបស់ខ្ញុំខាងគណនេយ្យហើយខ្ញុំជាសាវនករហើយខ្ញុំជាអគ្គនាយកខ្ញុំដឹងថាចំណុចខ្សោយនៅកន្លែងណារបៀបលឿនដល់លឿននៅពេលសម័យបច្ចុប្បន្ននេះគឺយើងត្រូវមានរបៀបដាំបាយឲ្យឆ្អិនមានរបៀបធ្វើ business មានរបៀបរៀនអ្វីមួយមានរបៀបទោះបីតែបងសិនតារាក៏គាត់បានមានរបៀបក្នុងការជួយមនុស្សបដូរនៅផ្នែកគំនិតសុទ្ធតែមានរបៀបចឹងខ្ញុំខ្លួនឯងផ្ទាល់ខ្ញុំជាស្ថាបនិករបស់មជ្ឈមណ្ឌលអភិវឌ្ឍអគ្គនាយកសហគ្រិនអាស៊ីដែលបង្កើតឡើងក្នុងបេះដូងចេះជួលក្នុងការជួយសហគ្រិននិងសហគ្រាសនៅក្នុងប្រទេសកម្ពុជាឲ្យ transform ពី family business ទៅ standard business ដើម្បីយើងអាច free from problem a lot of complication បញ្ហាស្មុគស្មាញជាច្រើនហើយរៀបចំខ្លួនក្នុងការពង្រីកទាំងនៅក្នុងប្រទេសកម្ពុជានិងក្រៅប្រទេសកម្ពុជានេះគឺជាការជួយចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិមែនទេបងប្អូនស្នូតែដៃជួយបងប្អូនអរគ្នាម្ដងទៀត
ខ្ញុំធ្វើសេចក្តីសង្ខេបមួយបង្ហាញចង់បង្ហាញជូននៅមួយ slide ដែលជាខ្ញុំតែងថាជា business architecture ចង់ឲ្យបងប្អូនបានឃើញជារួមបងប្អូនអាច download យកពី Facebook របស់ខ្ញុំបានឬក៏បងតារាអាចចែករំលែកជូនផ្ញើជូនពួកគាត់បានតាមរយៈពិសោធន៍ខ្ញុំជិត20ឆ្នាំនេះខ្ញុំព្យាយាមធ្វើឲ្យជីវិតកាន់តែងាយស្រួលធ្វើយ៉ាងណាជួយឲ្យយើងជាអ្នកដឹកនាំធុរកិច្ចអ្នកគ្រប់គ្រងអ្នកដឹកនាំស្ថាប័នអាចមើលឃើញព្រៃទាំងមូលដូចយើងមើលផែនទីបងប្អូនគេយកពិភពលោកទាំងមូលដាក់ក្នុងផែនទីមែនទេបងប្អូនគេយកប្រទេសទាំងមូលដាក់ក្នុងផែនទីដើម្បីយើងមើលស្រួលចុះហេតុអីបានជាយើងមិននាំគ្នាយក business ដាក់ក្នុងផែនទីមួយដែរហើយខ្ញុំបង្កើតផែនទីនេះតើព្រោះខ្ញុំមើលឃើញថាមានរឿង360 degree ដែលពាក់ព័ន្ធទៅនឹង business អនុជាស្អីខ្ញុំធ្វើការសិក្សាស្រាវជ្រាវដោយសារតែបទពិសោធន៍របស់ខ្ញុំជាសាវនករធ្វើឲ្យខ្ញុំបានសិក្សាពី best practice របស់ business ជាច្រើននៅក្នុងប្រទេសនិងក្រៅប្រទេសហើយខ្ញុំជ្រើសរើសចម្រាញ់យកអ្វីដែលវាមានលក្ខណៈចាំបាច់ពេលដែលបងប្អូនមើលនេះគឺមានចំណុចជាច្រើនដែលបង្ហាញឲ្យយើងឃើញនៅក្នុងមួយកណ្ដាស់នេះអញ្ចឹងនៅក្នុងនោះបងប្អូនមើលពីលើដែលខ្ញុំដាក់ថា business management framework business management framework គឺគម្រោងទាក់ទងនឹងការគ្រប់គ្រងអាជីវកម្មរួមហើយខ្ញុំចេញទៅណាឆ្ងាយអំពីរូបមន្តជោគជ័យក៏ដូចជារូបមន្តនៃការគ្រប់គ្រងចាត់ចែងបងប្អូនប្រមាណអ្នកដែលរៀនអំពី management សូមលើកដៃធ្លាប់រៀន management បានប្រាប់យើងថារូបមន្តក្នុងការសម្រេចបាននូវផលស្មើនឹង input បូកនឹង process បងប្អូនថាដែរនេះ output ស្មើនឹង input បូក process បងប្អូនថាដែរលឿនហ្នឹងឯងខ្ញុំសរសេរឡើងវិញ input បូក process ស្មើ output output គឺអីគេបងប្អូនលទ្ធផល input ធាតុផ្សំបូកជាមួយនឹងរបៀបធ្វើសកម្មភាពវាបកឲ្យបងប្អូនងាយយល់ចង់បានលទ្ធផលគឺត្រូវមានធាតុផ្សំនេះជាធនធានត្រូវមានធាតុផ្សំធនធានមានន័យថាបងប្អូនធនធានមនុស្សធនធានលុយកាក់ធនធានពេលវេលានិង information នេះពេលវេលាចឹងទាំង4នេះគឺជាធនធានឬក៏ធាតុផ្សំបងប្អូនមានធនធានបងប្អូនមាន process គឺរបៀបធ្វើសកម្មភាពដូចខ្ញុំនិយាយមិញដើម្បីបានផលបាយល្អច្រើនល្អបងប្អូនត្រូវមានកត្រូវមានទឹកត្រូវមានអីជាដើមមានឆ្នាំងគ្រឿងធាតុផ្សំបូកជាមួយនឹងរបៀបធ្វើសកម្មភាពរបៀបតាម business ក៏ដូចគ្នាចង់បានអីគេបងប្អូនចង់បានប្រាក់ចំណេញត្រូវមានធនធានគ្រប់គ្រាន់និងរបៀបធ្វើដើម្បីឲ្យយើងធ្វើទៅត្រូវប៉ុន្តែបញ្ហាដែលខ្ញុំមើលឃើញអារបៀបធ្វើនឹងឯងដែលមានបញ្ហារបៀបធ្វើសកម្មភាពរបស់យើងរបៀបលក់យ៉ាងម៉េចរបៀបរើសបុគ្គលិកយ៉ាងម៉េចរបៀបគ្រប់គ្រងដឹកនាំបុគ្គលិកយ៉ាងម៉េចរបៀបផលិតយ៉ាងម៉េចរបៀបគ្រប់គ្រងសន្និធិស្តុកយ៉ាងម៉េចមានរបៀបជាច្រើនសុទ្ធតែត្រូវការរបៀបអញ្ចឹងនោះគឺជារូបមន្តខ្ញុំដាក់ខាងលើគេបំផុតហើយបងប្អូនមើលអត់សូវឃើញខ្ញុំសរសេរសម្រាប់ជូនហើយនៅក្នុង business លទ្ធផល
ចុចកន្លែងណាបាទលទ្ធផល3ដែលលទ្ធផលនេះពិភពលោកចង់បានពេលនិយាយអំពីអាជីវកម្មលទ្ធផល3ដែលមនុស្សទាំងអស់ចង់បានអ្នកណាខ្លះចង់បានអ្នកវិនិយោគអាជ្ញាធរសាវនករនិងម្ចាស់ខ្លួនឯងចង់បាន3ហ្នឹងអីខ្លះទី1អ្នកវិនិយោគចង់បានរបាយការណ៍ហិរញ្ញវត្ថុដែលផលិតបានមកគឺត្រូវមានភាពអាចជឿទុកចិត្តបានទី1ហេតុអីបាននឹងសំខាន់បងប្អូនហេតុអីបានរបាយការណ៍ហិរញ្ញវត្ថុសំខាន់ជាពិសេសបងសុផលគាត់ធ្វើអីរកអានឹងមុនមកសូម្បីតែគេខ្ចីលុយក៏រកអានឹងមុនដែរព្រោះអានឹងជាបង្ហាញនៅសុខភាពរបស់ស្ថាប័នបង្ហាញនៅសុខភាពរបស់ស្ថាប័នតើវាមានលក្ខណៈយ៉ាងដូចម្តេចស្ថានភាពទ្រព្យយ៉ាងម៉េចស្ថានភាពបំណុលយ៉ាងម៉េចស្ថានភាពទុនដែលម្ចាស់ដាក់ចូលយ៉ាងម៉េចស្ថានភាពចំណូលយ៉ាងម៉េចចំណាយយ៉ាងម៉េចចំណេញខាតយ៉ាងម៉េចអញ្ចឹងរបាយការណ៍គឺជាចំណុចទី1ទី2 efficient and effective operation អានេះផ្ដោតលើប្រាក់ចំណេញហ្នឹងផ្ដោតទៅលើលទ្ធផលនៃប្រាក់ចំណេញរបស់យើងចំណេញក៏ខាតហើយ efficient អត់ return on investment យ៉ាងម៉េច return on asset យ៉ាងម៉េចដាក់$1ចូលតែបានវិញប្រមាណអាហ្នឹងគឺអ្វីដែលអ្នកវិនិយោគឬក៏ម្ចាស់អាជីវកម្មចង់បានលទ្ធផលទី3ដែលពិភពលោកចង់បានដែរគឺស្ថាប័នរបស់យើងមានការអនុវត្តទៅតាមច្បាប់ទម្លាប់ដែរឬទេយ៉ាង3ចំណុចមានអីខ្លះបងប្អូនទី1អីគេរបាយការណ៍ហិរញ្ញវត្ថុទី2ប្រាក់ចំណេញទី3ការអនុវត្តតាមច្បាប់នេះចំណុចទាំង3ដែលអ្នកវិនិយោគបើសិនបងប្អូនចង់ពង្រីកមុខរបរឲ្យធំឲ្យលឿនដោយប្រើប្រាស់ទុនរបស់អ្នកដទៃបងសុផលតែនិយាយថា OPM Other People's Money យើងលក្ខណៈក្រុមហ៊ុនតូចយើងអាចធ្វើបានដោយមិនចាំបាច់មានអានឹងទាំងអស់ក៏បានដែរជាពិសេសបងសុផលបកកាយខាងហ្នឹងអត់ចាំបាច់មានអានឹងទាំងអស់ក៏បានដែរគាត់មានវិធីសាស្ត្រ creative finance ប៉ុន្តែសម្រាប់ស្ថាប័នធំដោយបងប្អូនឃើញស្ថាប័នធំដែលគេពង្រីកឆ្លងប្រទេសឬក៏យើងចង់តាក់ទាញការវិនិយោគបងប្អូនត្រូវឆ្លងកាត់នៅការអនុវត្តតាមច្បាប់អញ្ចឹងវាស៊ីសងថា big game របស់យើងប៉ុណ្ណា game របស់យើង big ប៉ុណ្ណា game របស់យើងល្មមយើងមិនចាំបាច់ទៅខ្វល់រឿងអនុវត្តតាមច្បាប់អីទេប៉ុន្តែនៅពេលយើងចង់ play big game យើងចង់ grow big វាមានរបៀប grow big បងប្អូនយើងមិនអាច ignore រឿងច្បាប់នឹងបានទេពេលខ្លះយើងខាតពេលវេលាដោយការសាក់លបងដោយមិនការអនុវត្តទៅតាមអ្វីដែលពិភពលោកគេត្រូវការអញ្ចឹងយើងត្រូវស្គាល់ពិភពលោកឲ្យច្បាស់ព្រោះយើងមិនមែនតែឯងនោះទេយើងត្រូវមានការពាក់ព័ន្ធជាមួយដៃគូក្រៅប្រទេសនិងបរទេសដែរអញ្ចឹងប្រសិនបើយើងចង់តាក់ទាញការវិនិយោគពីក្រៅប្រទេសយើងត្រូវរៀបចំទាំង3ហ្នឹងឲ្យបានល្អអញ្ចឹងចាប់ផ្ដើមតាំងពីពេលដែលយើងបង្កើតក្នុងចិត្តរបស់យើង think big យ៉ាងម៉េចយើងអាច start small ប៉ុន្តែ think big ត្រូវដឹងថាពិភពលោកវាត្រូវការអីដើម្បីឲ្យយើងទៅ big បានអញ្ចឹងត្រៀមខ្លួនពីឥឡូវទៅព្រោះលទ្ធផលចុងក្រោយវាចាប់ផ្ដើមពី one single step ពីឥឡូវទៅប៉ុន្តែត្រូវ direction ដែលយើងចង់ទៅចំណុចដែលសំខាន់នៅក្នុងការចាប់ផ្ដើមមុខរបរគឺការរៀបចំនៅហេដ្ឋារចនាសម្ព័ន្ធជាពិសេសរចនាសម្ព័ន្ធមនុស្សជាការចាប់ផ្ដើមនៅរចនាសម្ព័ន្ធមនុស្សបងប្អូនអានេះជាចំណុចខុសគ្នារបស់សហគ្រិនដែរសហគ្រិនថាអើយ business របស់ខ្ញុំប្រើបុគ្គលិកតែ2 3នាក់ម្នាក់2នាក់ហ្នឹងបានទេបងប្អូនយើងអាចប្រើបានបើសិនជាបងប្អូនចាប់ផ្ដើមប៉ុន្តែបងប្អូនចង់ទៅធំយ៉ាងម៉េចបងប្អូនទៅរៀបក្បួនទ័ពរបស់ខ្លួនដែរបងប្អូនទៅរៀបក្បួនទ័ពថាតើឆ្នាំទី1បងប្អូនរៀបរចនាសម្ព័ន្ធយ៉ាងម៉េចឆ្នាំទី2បងប្អូនរៀបរចនាសម្ព័ន្ធទី3យ៉ាងម៉េចមានការប្រែប្រួលរចនាសម្ព័ន្ធរបស់ដូចជាអាគារដែលយើងចង់សង់មួយជាន់យើងរៀបយ៉ាងម៉េច10ជាន់100ជាន់យ៉ាងម៉េចវាត្រូវការរចនាសម្ព័ន្ធហើយអ្វីដែលសំខាន់នៅក្នុងទុនធានមនុស្សនៅក្នុង
រចនាសម្ព័ន្ធនេះអានេះក៏ត្រូវការរបៀបដែរបងប្អូនធ្លាប់លេងបាល់ឬបងប្អូនធ្លាប់មើលបាល់អីបងប្អូនមិនធ្លាប់មើលទេគេលេងបាល់គេមានរបៀបរៀបរបស់គេខុសៗគ្នាដែរមែនទេពេលខ្លះទៅគេដាក់អាវងសង2ទៅពេលខ្លះគេដាក់អាវងសង1ទៅរៀបចំកាឡាហ្នឹងអាហ្នឹងគឺជារៀបរបៀបក្បួនទ័ពអញ្ចឹងនៅក្នុងក្រុមហ៊ុនយើងមួយយើងក៏ត្រូវចេះរបៀបរៀបក្បួនទ័ពពេលដែលស្ថានភាពយើងតូចយើងរៀបក្បួនទ័ពយ៉ាងម៉េចពេលដែលស្ថាប័នយើងធំយើងរៀបក្បួនទ័ពយ៉ាងម៉េចដើម្បីឲ្យស្របទៅនឹងស្ថានភាពរបស់ខ្លួននិងដំណើរនៃការអភិវឌ្ឍរបស់ខ្លួនហើយអ្វីដែលសំខាន់មិនថាទ័ពតិចឬក៏ច្រើនប៉ុន្តែទ័ពត្រូវតែខ្លាំងគុណភាពរបស់ស្ថាប័នវាអាស្រ័យទាំងស្រុងទៅលើគុណភាពរបស់មនុស្សក្នុងស្ថាប័នហ្នឹងស្ថាប័នមានតែឈ្មោះប៉ុណ្ណឹងប៉ុន្តែមនុស្សជាអ្នកបញ្ចេញនៅអត្តសញ្ញាណឲ្យស្ថាប័នអញ្ចឹងអ្វីដែលយើងត្រូវធានាឲ្យបានបងប្អូនចង់ទៅធំបងប្អូនត្រូវធានាថាយើងត្រូវតែមាន great staff បងប្អូនត្រូវធានាថាយើងត្រូវមាន great manager អញ្ចឹងចាប់ផ្ដើមតាំងពីការជ្រើសរើសមនុស្សរបៀបរើសមនុស្សឲ្យបានល្អយ៉ាងម៉េចការបង្វឹកមនុស្សឲ្យបានល្អយ៉ាងម៉េចការរក្សាមនុស្សឲ្យបានល្អយ៉ាងម៉េចការលើកទឹកចិត្តមនុស្សឲ្យបានល្អយ៉ាងម៉េចការកែតម្រូវមនុស្សឲ្យបានល្អយ៉ាងម៉េចហើយជាពិសេសនៅក្នុងប្រទេសកម្ពុជាយើងស្ថានភាពរបស់មនុស្សខុសៗគ្នាបញ្ហាផ្លូវចិត្តផ្លូវអារម្មណ៍លះខឹងលះអន់ចិត្តលះចំណែនចែកបាក់ពួកមានច្រើនអញ្ចឹងតើយើងត្រូវដោះស្រាយបញ្ហាហ្នឹងយ៉ាងម៉េចយើងត្រូវមានវិធីសាស្ត្ររបៀបទៀតបងប្អូនរបៀបអញ្ចឹងកាលណាយើងដោះស្រាយនឹងបានបងប្អូនមិនបញ្ហាបងប្អូនចង់ grow ពុកលឹក 1000 នាក់ 2000 នាក់គឺក្នុងរបៀបតែមួយនៅពេលដែលបងប្អូនដឹងអារបៀបដែលគ្រប់គ្រង100 នាក់ 200 នាក់ឡើងទៅឲ្យតែធ្វើនឹងបានល្អតែបើសិនជាយើងគាត់តែគ្រប់គ្រងមនុស្ស 10 20 នាក់យើងមានបញ្ហាហើយពេលទៅធំគឺ grow problem យើង grow problem អញ្ចឹងត្រូវការរបៀបក្នុងការគ្រប់គ្រងធនធានមនុស្សក្នុងការដឹកនាំក្នុងការចាត់ចែងចំណុច3ដែលសំខាន់នៅក្នុងស្ថាប័នដែលខ្ញុំមើលឃើញថាពិតជាសំខាន់ហើយខ្ញុំចង់ឲ្យបងប្អូនចាប់អារម្មណ៍ពីវាទី1គឺ risk management បងប្អូនពេលខ្លះបងប្អូនគិតថាកុំតែខ្វល់ពេកខ្ញុំតែប្រាប់ទៅបងប្អូនវិញថាមិនមែនមានន័យថាយើងមើល risk ហើយយើងរត់ចោលនោះទេហានិភ័យគឺជាអ្វីដែលអាចនឹងកើតឡើងប៉ុន្តែវាមិនប្រកាសថាកើតឡើងទេក៏ប៉ុន្តែប្រសិនបើវាកើតឡើងយើងទៅធ្វើយ៉ាងម៉េចបងប្អូនត្រូវ proactive បងប្អូនត្រូវដឹងជាមុនបងប្អូនធ្លាប់មើលរឿងសាមកុកទេក៏មិនធ្លាប់មើលរឿងសាមកុកលើកដែរបាទសិតតែ fan របស់សាមកុកបងប្អូនដែលឃើញជូកលៀងសបុតដាក់ឲ្យទៅនេះទេពេលដែលមេតបណាមួយទៅសង្គ្រាមគាត់ថាសរសេរกระดาษមួយឬกระดาษ2 3សន្លឹកបើថាពេលណែឯងជួបស្ថានភាពអញ្ចេះណែឯងទៅយកបាក់អាពណ៌នេះមកមានធ្លាប់ឃើញទេហេតុអីហ្នឹងដោយសារតែជូកលៀងក៏ដឹងថាក្នុងភូមិប្រកាសរឿងហ្នឹងកើតឡើងប្រកាសជាមានរឿងហ្នឹងកើតឡើងចាំបើរឿងហ្នឹងកើតឡើងក្នុងស្ថានភាពអញ្ចឹងយកអាកញ្ចប់ពណ៌ហ្នឹងមកក៏ដាក់ពណ៌ទេថងណាហេតុអីព្រោះគាត់បាន proactive គាត់គិតទុកជាមុនថាមេតបគាត់ប្រហែលជាដោះស្រាយមិនទាន់ទេក្នុងកលៈទេសៈអញ្ចឹងប្រសិនបើរឿងនឹងកើតឡើងអញ្ចឹងមែនឲ្យកូនចៅគាត់ឬក៏មេតបហ្នឹងដកអាពណ៌ហ្នឹងមកក្នុងស្ថានភាពហ្នឹងដើម្បីដំណោះស្រាយយ៉ាងម៉េចនេះហើយ risk management របស់យូកលៀងយល់ស្រាប់ទេបងប្អូនអញ្ចឹងយើងជាអ្នកដឹកនាំត្រូវមើលទៅអនាគតជ្រែកចូលទៅក្នុងអនាគតWhat can happen ហើយមិនមែនមើលទៅអនាគតហើយរត់ចោលនោះទេមិនហ៊ានចាប់ដើមនោះទេអាហ្នឹងគឺចាញ់តាំងពីការចាប់ដើមប៉ុន្តែយើងចេះមើលទៅអនាគតវាអាចកើតឡើងជាបញ្ហាហើយរៀបចំត្រៀមទុកនៅយុទ្ធសាស្ត្រដើម្បីជួយដោះស្រាយចឹងនៅក្នុងបញ្ហារបស់ការដឹកនាំអាជីវកម្មកាន់តែធំបងប្អូននឹងជួបបញ្ហាកាន់តែច្រើនបញ្ហាកាន់តែច្រើនចឹងបងប្អូនត្រូវ ready ក្នុងការត្រៀមខ្លួនក្នុងការឆ្លើយតបទៅនឹងបញ្ហានោះមុន
ក្នុងខណៈដែលគេចាំពេលដែលជួបចាំកើតចាំដោះស្រាយអញ្ចឹងបុគ្គលដែលគាត់មាននៅជំនាញនេះគឺការគិតរបស់គាត់ការគិតស៊ីជម្រៅការគិតជាយុទ្ធសាស្ត្ររបស់គាត់ខ្លាំងគាត់គិតទុកមុនហើយទោះបីជាក្នុងកាលៈទេសៈលំបាកក៏គាត់នៅតែមានឱកាសគាត់នៅតែមានដំណោះស្រាយហើយបុគ្គលនេះគឺទៅពេលដែលគេមានបញ្ហាគេកំភ្លេនលាន់គាត់ឱកាសពួកគាត់បានត្រៀមខ្លួនរួចជាស្រេចនៅក្នុងមុខរបរអាជីវកម្មបងប្អូនសួរថាតើយើងអាចនឹងជួបថ្ងៃណាមួយវិបត្តិអញ្ញវត្ថុពិភពលោកទេអាចទេអាចសុទ្ធតែអាចពេលដែលវិបត្តិអញ្ញវត្ថុកើតឡើងមនុស្សជាច្រើនកំភ្លេនមនុស្សជាច្រើនកំភ្លេនតែខ្ញុំដួលដោយសារតែវិបត្តិហិរញ្ញវត្ថុពិភពលោកតែប៉ុន្តែរឿងនេះអាចកើតប៉ុន្តែហេតុអីបានជាមិនដួលទាំងអស់មានតែដួលមួយចំនួនធំប៉ុន្តែមានចំនួនខ្លះទៀតក៏អត់ដួលដែរដោយសារតែរបៀបគិតទុករបៀបធ្វើរបស់គេខុសពីអ្នកធម្មតាអញ្ចឹង risk management គឺជាចំណុចមួយដែលឲ្យយើងខ្លាំងនៅក្នុងការមើលឃើញនៅអ្វីអាចជាបញ្ហាទី2 internal control អូសំទៅ internal control ការគ្រប់គ្រងផ្ទៃក្នុងការគ្រប់គ្រងផ្ទៃក្នុងកន្លែងនេះសំដៅទៅលើយន្តការនៃការគ្រប់គ្រងខាងក្នុងដែលក្នុងនោះបងប្អូនមិញខ្ញុំបានជម្រាបជូនបងប្អូនថាអាចមានលួចមានជាខ្ជាយមានបែកបាក់មែនទេបងប្អូនចឹង internal control នេះបង្កើតឡើងដើម្បីការពារហ្នឹងយើងដឹងមុនថាអូក្នុងស្ថាប័នមានអាចមានលួចចឹងយើងធ្វើម៉េចដើម្បីកុំឲ្យគេលួចអូក្នុងស្ថាប័នរបស់យើងផលិតផលអាចស្រកគីឡូអូអាចនឹងត្រូវមានការបាក់បែកចឹងយើងត្រូវធ្វើយ៉ាងម៉េចយន្តការបងប្អូនត្រូវកំណត់ចេញជាអីគេក្នុងនោះទី1 policy បងប្អូនត្រូវមាន policy យ៉ាងម៉េច policy ថាបុគ្គលិកត្រូវតែធ្វើអញ្ចឹងរបៀបធ្វើអញ្ចឹងហើយបុគ្គលិកមិនត្រូវធ្វើអញ្ចឹងធ្វើនិងមិនធ្វើអញ្ចឹងកំណត់ចេញជា policy កំណត់ចេញជា procedure យើងហៅថានីតិវិធីការងារជា step បងប្អូនបុគ្គលិកយើងចូលមកក្នុងស្ថាប័នយើងគាត់អត់ស្គាល់យើងច្បាស់គាត់អត់ដឹងអំពីរបៀបធ្វើការក៏ប៉ុន្តែយើងត្រូវសរសេរនៅរបៀបនីតិវិធីធ្វើការទោះបីគាត់មិនចេះឬក៏គាត់ចេះរបៀបផ្សេងប៉ុន្តែគាត់ចូលមកក្នុងស្ថាប័នយើងត្រូវដើរតាមនីតិវិធីរបស់យើងត្រូវនិយាយភាសាយើងត្រូវធ្វើរបៀបយើងអានេះវាហៅថានីតិ policy and procedure យើងត្រូវមាននៅក្នុងនោះមាន form អីខ្លះដែលយើងត្រូវប្រើ នៅក្នុងនោះមាន facility ឧបករណ៍អីខ្លះដែលយើងត្រូវប្រើកាមេរ៉ាឧទាហរណ៍កាមេរ៉ា system print មេដៃណាអីជាដើមឧទាហរណ៍ខ្លីចឹងឧបករណ៍ទាំងអស់នោះគេហៅថា internal control system ដែលយើងត្រូវដាក់ចេញហើយក្នុងមុខរបរផ្សេងគ្នាអាចធ្វើការហ្នឹងលក្ខណៈខុសគ្នាខ្លះប៉ុន្តែក្នុងតម្រូវការជាការគ្រប់គ្រងដឹកនាំដូចគ្នាមួយទៀត continuous quality improvement ចំណុចសំខាន់មួយទៀតដែលស្ថាប័នរបស់យើងចង់ទៅលើកយើងចង់ទៅធំយើងចង់ទៅច្រើនដើម្បីចំណេញបានច្រើនអញ្ចឹងអ្វីដែលជាការយកចិត្តទុកដាក់មួយរបស់គណៈគ្រប់គ្រងការដឹកនាំគឺយើងត្រូវផ្ដោតទៅលើការធ្វើឲ្យមានភាពប្រសើរឡើងនៅអ្វីដែលជាផលិតផលនិងសេវាកម្មនិងការគ្រប់គ្រងការដឹកនាំរបស់យើងទាំងមូលអញ្ចឹងបង្កើតនៅវប្បធម៌បង្កើតនៅការយកចិត្តទុកដាក់នៅក្នុងការធ្វើឲ្យប្រសើរជាងថ្ងៃនេះឬក៏ប្រសើរជាងម្សិលមិញនៅពេលដែលយើងធ្វើឲ្យស្ថាប័នរបស់យើងផ្ដោតទៅលើការធ្វើឲ្យប្រសើរឡើងជាងមុនយើងទាត់សភាពការក្នុងការផ្លាស់ប្ដូររបស់ពិភពលោកបងប្អូនឃើញក្រុមហ៊ុនមួយចំនួនដួលដោយសារតែរត់មិនទាន់ពិភពលោកបងប្អូនប្រាប់ឃើញក្រុមហ៊ុនផលិត Philips កូដាឬក៏
SVG ឬក៏ស្អីផ្សេងដែលមានលក្ខណៈដែលយើងធ្លាប់ប្រើពីមុនបាទឥឡូវយើងលែងប្រើចឹងក្រុមហ៊ុនណាដែលអត់បាន focus ទៅលើ quality improvement និងរត់អត់ទាន់ការផ្លាស់ប្ដូររបស់ពិភពលោកសូម្បីតែទូរស័ព្ទដែលយើងប្រើ Nokia ពីមុន number 1មែនទេឥឡូវនៅក្នុងដៃបងប្អូនសុទ្ធតែ iPhone Samsung ប៉ុន្តែប្រើចុច7ខ្លះដែរខ្ញុំនៅប្រើចុច7ដែរស្រួលប្រើថ្មវាច្រើនអញ្ចឹងនេះគឺជាចំណុចសំខាន់3ហើយខ្ញុំនៅសល់ពេលប្រហែលប្រហែលនាទីទៀត20នាទីទៀត presentation ណាអូខេអញ្ចឹងនៅក្នុងការគ្រប់គ្រងរូបមន្តដែលខ្ញុំបានជម្រាបជូនបងប្អូនគឺ input បូក process ស្មើនឹង output មានន័យថាធាតុផ្សំនៃធនធានបូកនឹងរបៀបធ្វើសកម្មភាពនេះរបៀបធ្វើសកម្មភាពហ្នឹងដែលជាពេលខ្លះ I don't know what I don't know អាហ្នឹងឲ្យបងប្អូនត្រូវរៀនខ្ញុំជំរុញឲ្យបងប្អូនរៀនព្រោះវាបង្ហាញនៅអ្វីដែលបានឆ្លងកាត់រួចទៅហើយបងប្អូនអត់ចំណាយពេលច្រើនបងប្អូនមិនចាំបាច់ទៅរៀននៅសាកលវិទ្យាល័យអនុបណ្ឌិតអីដើម្បីមកធ្វើនៅក្នុងគ្រប់គ្រងនោះទេបងប្អូនទៅរៀនអ្វីដែលបងប្អូនចង់ត្រូវការក្នុងការដឹកនាំការគ្រប់គ្រងជាក់ស្ដែងហើយខ្ញុំតែបានបង្កើតឲ្យបានសហការជាមួយនឹងបងនេះដែរគឺមាន program មួយអ្វីដែលនឹងបង្កើតរួមគ្នាមួយទៀតខ្ញុំមាន program របស់ខ្ញុំផ្ទាល់នៅកន្លែងខ្ញុំដែលខ្ញុំបង្កើតឲ្យមាននៅជាកញ្ចប់សម្រាប់អគ្គនាយកតែម្ដងតែក្នុងនេះមានគ្នាយើងខ្លះក៏ចូលក្នុងកម្មវិធីនឹងដែរដែលក្នុងកម្មវិធីនោះគឺរយៈពេល20ថ្ងៃបាទ20ថ្ងៃបងប្អូនអត់ចាំបាច់ទៅរៀនទៅដល់2ឆ្នាំ3ឆ្នាំដើម្បីនេះទេគឺថាបងប្អូនត្រូវចំណាយពេល20ថ្ងៃពេញតែខ្ញុំនិយាយ20ថ្ងៃគឺ20ថ្ងៃពេញមិន2ម៉ោង3ម៉ោងមួយល្ងាចចឹងទេគឺពេញតែម្ដងក្នុងនោះមាន9វគ្គតែបងប្អូនអាចឃើញនៅក្នុង leaflet ដែលចែកជូនទេបងប្អូនមានទទួលបាននៅ leaflet ចែកជូនទេបាទដែលខ្ញុំដាក់ CEO Development Program តែក្នុងនោះ9កម្មវិធីហើយកម្មវិធីមួយគឺសុទ្ធតែពំនាំយកដល់អ្វីដែលត្រូវការជាចាំបាច់នៅក្នុងការគ្រប់គ្រងការដឹកនាំរបស់ស្ថាប័នហើយអ្វីដែលពិសេសសម្រាប់ជូនបងប្អូននៅក្នុងនោះបងប្អូនអាចមើលឃើញថាប្រសិនបើបងប្អូនមិនពេញចិត្តជូនថវិកាវិញ 100% បងប្អូនអាចឃើញអាហ្នឹងហេតុអីបានខ្ញុំហ៊ានធានាអញ្ចឹងហើយមានការចូលរួមជាច្រើនកន្លងមកគឺមានលក្ខណៈយ៉ាងដូចម្ដេចបងប្អូនអាចសាកសួរបងប្អូននៅទីនេះខ្លះគាត់មានការចូលរួមដែរអញ្ចឹងខ្ញុំដោយសារតែឆ្លងកាត់តែបទពិសោធន៍ហើយខ្ញុំជូនបងប្អូនដែលកន្លងមកគាត់ទៅចូលរួមគាត់បាននៅផលតែម្ដងដែលគាត់ទៅរៀន accounting ដូចខ្ញុំបានជម្រាបជូនគាត់ចេះ accounting គាត់ទៅរៀនផែនការអាជីវកម្មគាត់ចូលរួមបង្កើតផែនការអាជីវកម្មរបស់ក្រុមហ៊ុនគាត់រៀននៅខាងតាក់ទងទៅនឹងអ្វីមួយតាក់ទងទៅនឹងផ្លូវច្បាប់ដូចអាទិត្យក្រោយនេះយើងនឹងរៀនផ្លូវច្បាប់ពន្ធដារនិងច្បាប់អគ្គនាយកឬក៏ម្ចាស់សហគ្រាសត្រូវចេះអីខ្លះតាក់ទងនឹងច្បាប់និងតាក់ទងនឹងខាងពន្ធដារហើយខ្ញុំជួយអ្នកជំនាញខាងច្បាប់និងខាងពន្ធដារមកបង្ហាញជូនបងប្អូនអញ្ចឹងយើងយកអ្វីដែលចាំបាច់សំខាន់ហើយអ្វីដែលពិសេសទៀតនោះគឺបងប្អូនដែលចូលរួមក្នុងកម្មវិធីរបស់ខ្ញុំគឺនឹងបន្តមកអាចប្រឹក្សាជាមួយខ្ញុំជាបន្តបានព្រោះយើងបង្កើតទៅជាសមាជិកក្រុមគ្រួសារសមាជិកក្រុមគ្រួសារអគ្គនាយកយើងអាចបន្តជួយគ្នាជាបន្តព្រោះការដែលធ្វើឲ្យជោគជ័យមិនមែនមកផ្លែតនឹងចប់នោះទេអញ្ចឹងបងប្អូនចាប់អារម្មណ៍គឺបងប្អូនអាចតាក់ទងជាមួយនឹងបងសឹមតារាផ្ទាល់ក៏បានមកតាមខ្ញុំក៏បានប៉ុន្តែបងប្អូនត្រូវបង្ហាញកាតណាបង្ហាញកាត My Success Club ដើម្បីខ្ញុំអាចដឹងថាបងប្អូនចេញពីប្រភពណាព្រោះខ្ញុំមានការសហការគ្នាហើយខ្ញុំត្រូវផ្ដល់នៅតម្លៃនិងកិត្តិយសជូនបងសឹមតារាក៏ដូចក្រុមការងាររបស់គាត់ជាពិសេស My Success Club របស់យើងហើយក្នុងនោះតែពិសេសតាមរយៈរបស់កិច្ចការដែលបងសឹមតារារៀបចំបងប្អូនដែលចេញពីសមាជិកនេះទៅនឹងទទួលបានការឲ្យតម្លៃពោះ
បន្តិចទៀតគឺទទួលបាន 5% បន្ថែមចេញពីអ្វីដែលខ្ញុំធ្វើការទូទាត់ទូទៅហើយបងប្អូនឡោះតែតៃជូនបងសិនរាមួយដែលបានរៀបចំក្នុងប្រលឱកាសចឹងបងប្អូនអាចសាកសួរសហការីរបស់យើងឬក៏ដូចជាបងសហការីបងសិនរាក្នុងការចំណាប់អារម្មណ៍ទាំងឡាយខ្ញុំបន្តបន្តិចទៀតដោយសារមានពេលខ្លីអញ្ចឹងនៅក្នុងការគ្រប់គ្រងយើងមានដំណាក់កាល4បងប្អូនអ្នកដែលរៀនគ្រប់គ្រងគឺអានេះជារូបមន្តពិភពលោកតែម្ដងរូបមន្តពិភពលោកចឹងដើម្បីគ្រប់គ្រងបានល្អបងប្អូនត្រូវមានផែនការជាមុន planning ផែនការរបស់ស្ថាប័ន5ឆ្នាំទៅមុខយ៉ាងម៉េច3ឆ្នាំទៅមុខយ៉ាងម៉េចមួយឆ្នាំនេះយ៉ាងម៉េចហើយផែនការប្រចាំខែនឹងយ៉ាងម៉េចហើយវារហូតដល់ផែនការប្រចាំថ្ងៃនេះយ៉ាងម៉េចអញ្ចឹងយើងត្រូវបង្កើតឲ្យមានវប្បធម៌ឬក៏យន្តការក្នុងការធ្វើផែនការបង្ហាញផែនទីយើងបង្ហាញផ្លូវរបស់យើងរួចជាស្រេចបង្ហាញនៅអ្វីដែលយើងចង់បានកំណត់នៅអ្វីដែលយើងចង់បានជាលទ្ធផលទាំងលទ្ធផលប្រាក់ចំណេញរហូតទាំងលទ្ធផលសកម្មភាពដែលយើងចង់ធ្វើបងប្អូនពេលខ្លះបងប្អូនមានភាពស្មុគស្មាញដោយសារតែយើងមិនទម្លាប់បងប្អូនមិនទម្លាប់ចឹងហ្នឹងចាំបាច់ផែនការស្អីមើលឃើញគេធ្វើបានផលដែរណាបានបងប្អូនបានផលបានក៏ប៉ុន្តែមានភាពមិនច្បាស់លាស់ក្នុងការធ្វើឲ្យយើងបានផលធំតែពេលដែលយើងចង់ធ្វើឲ្យធំវាមានការលំបាកយើងចង់ធ្វើឲ្យបានច្រើនមានការលំបាកយើងចង់គ្រប់គ្រងបុគ្គលិករបស់យើងអត់មានផែនការច្បាស់លាស់ចូលមកមួយថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃធ្វើប៉ះអីធ្វើហ្នឹងអត់មានផែនការច្បាស់លាស់អញ្ចឹងយើងទីឲ្យមាននៅយន្តការតែម្ដងអញ្ចឹងផែនការនេះវាជាយន្តការវាជាដូចព្រឹកឡើងបងប្អូនត្រូវចូលបន្ទប់ទឹកសិនអញ្ចឹងមកព្រឹកឡើងបងប្អូនត្រូវតែញ៉ាំបាយអាហារពេលព្រឹកអញ្ចឹងឲ្យទៅជាទម្លាប់ទៅពេលដែលវាទៅជាទម្លាប់យើងជាអ្នកដឹកនាំមានទម្លាប់ហ្នឹងបានបុគ្គលិករបស់យើងមានទម្លាប់ដែរពេលដែលយើងមានទម្លាប់បុគ្គលិកយើងមានទម្លាប់វាទៅជាប្រព័ន្ធរាំនិងច្រៀងលេងស៊ីសង្វាក់គ្នាវាអត់គេទៅតែមេដែរកូនទៅតែកូនដែរគឺអត់ទេគឺថាត្រូវតែមាននៅរបៀបរបបផែនការមានផែនការហើយបានយើងអាចដឹកនាំក្នុងការអនុវត្តនឹងបានស្រួលបានត្រូវហើយអានេះហើយដែលបងប្អូនអាចទៅលេងកំពង់សោមបានស្រួលបងប្អូនអាចទៅក្រៅប្រទេសបានទៅរៀនបានទៅចូលរួមកម្មវិធី birthday ឬក៏ wedding party អីបានស្រួលព្រោះបងប្អូនមានផែនការបានចែករំលែកទៅឲ្យអ្នកពាក់ព័ន្ធហើយពាក់ព័ន្ធនឹងអ្នកពាក់ព័ន្ធនឹងអនុវត្តតាមអ្វីជាផែនការហើយមានការរាយការណ៍នៅលទ្ធផលមកវិញដែលយើងអាចតាមដាននិងវាតម្លៃបានយើងតាមដាននិងវាតម្លៃបានអញ្ចឹងនៅក្នុងការគ្រប់គ្រងគឺត្រូវផែនការដឹកនាំការអនុវត្តនៅផែនការការត្រួតពិនិត្យទៅលើអ្វីដែលកំពុងកើតឡើងស្ថានភាពយ៉ាងម៉េចនិងវាតម្លៃលទ្ធផលតើដូចអ្វីដែលយើងរំពឹងដែរទេអញ្ចឹងអាកន្លែងហ្នឹងទៀតគឺបងប្អូនមាន system ជួយទៀតឥឡូវនេះខ្ញុំមានដៃគូមួយទៀតបងអ៊ីរីយ៉ាហើយគាត់នឹងមានឱកាសមកប្រហែលជាបងមកដែរគឺគាត់នឹងបង្ហាញបងប្អូនអំពី system អំពី world class system not only just a system តែខ្ញុំបានឃើញឬខ្ញុំបានពិនិត្យនឹងវាតម្លៃ system នោះដែរគឺ system ដែល world class ហើយបងប្អូនគួរតែ benefit ពីអាហ្នឹងពីឱកាសហ្នឹងតែពេលនិយាយពី system ពេលខ្លះបងប្អូនគិតថាស្មុគស្មាញលំបាកអាហ្នឹងរឿងនេះដែរបងប្អូនទៅចេញពី comfort zone របស់ខ្លួនឯងបងប្អូនចង់ធ្វើឲ្យធំជាងមុនឲ្យច្រើនជាងមុនបងប្អូនត្រូវរៀនពីរបៀបដូចខ្ញុំថារបៀបអាបាយទៅដែរវាមានរបៀបរបស់វាយើងកុំធ្វើស្មានហើយចាំអត់មើលលទ្ធផលវាយ៉ាងម៉េចអញ្ចឹងយើងរៀនពី world class practice ហើយអនុវត្តវារៀនវាហើយខ្ញុំគិតថាបងប្អូនវាមិនស្រួលទេក្នុងការអនុវត្តអ្វីថ្មីធ្វើអ្វីថ្មីធ្វើអ្វីដែលយើងមិនធ្លាប់ធ្វើប្រកាសជាមានការលំបាកហើយអ្វីដែលសំខាន់នៅក្នុង resource ដែលខ្ញុំបានជម្រាបជូនបងប្អូនក្នុងការគ្រប់គ្រងគឺគ្រប់គ្រងចាត់ចែងទៅលើធនធានទាំង4ហ្នឹងធនធាន4សំខាន់ធនធានមនុស្សធនធានលុយកាក់ធនធានពេលវេលានិងព័ត៌មាន
ព័ត៌មានជាធនធានមួយសំខាន់បងប្អូនពេលខ្លះបងប្អូនត្រូវធ្វើការអីបងប្អូនរវល់មានតែចាប់អារម្មណ៍ឯងបងប្អូនត្រូវធ្វើការអីរបស់មានសាច់ពេលខ្លះរត់ឃើញពេលខ្លះបាត់អត់ដឹងទុកកន្លែងណាចឹងព័ត៌មានសំខាន់បងប្អូនមានព័ត៌មានបងប្អូនមាន power ខ្លាំងក្នុងការធ្វើការបងប្អូនលឿនបងប្អូនមានឱកាសជាច្រើនព័ត៌មានសំខាន់តើតើនៅក្នុងទុនធានទាំងអស់ប៉ុន្តែទុនធានមនុស្សធំជាងគេទុនធានមនុស្សចម្បងនៅពេលដែលនិយាយពីទុនធានមនុស្សបងប្អូនទៅផ្ដោតលើចំណុច4ដែលបងប្អូនដាច់ខាតត្រូវតែផ្ដោតទី1លទ្ធផលបងប្អូនចង់បានអីពីមនុស្សហ្នឹងក្នុងតំណែងមួយហ្នឹង performance អីនេះលទ្ធផលដែលបងប្អូនចង់បានពីមនុស្សហ្នឹងស្អីគេឲ្យច្បាស់បងប្អូនតែងតែមានការលំបាកក្នុងការវិតម្លៃលទ្ធផលរបស់បុគ្គលិកឯងដោយសារតែយើងអត់ដឹងថាលទ្ធផលអីដែលយើងចង់បានពីគេផ្នែក accounting finance យើងចង់បានអីពីគាត់ផ្នែក HR យើងចង់បានអីពីគាត់ផ្នែក sales យើងចង់បានអីពីគាត់យើងអត់មានហ្នឹងច្បាស់អញ្ចឹងយើងត្រូវមាន performance លទ្ធផលនេះឲ្យបានច្បាស់អញ្ចឹងចំណុចទី1យើងចង់បានផលអីពីគាត់ទី2យើងចង់បានឲ្យគាត់មានជំនាញអីព្រោះលទ្ធផលបានយ៉ាងណាស៊ីសងតែគាត់មានជំនាញអីអត់អញ្ចឹងយើងត្រូវដឹងដែរពេលខ្លះយើងអ្នកដឹកនាំយើងបន្ទោសទៅបុគ្គលិកប៉ុន្តែយើងអត់បានជួយបុគ្គលិកឲ្យគាត់បានមានរៀនឲ្យមានជំនាញពេលខ្លះគាត់បន្ទោសបុគ្គលិកឯងអត់កើតសោះចាញ់បុគ្គលិកគេខាងនោះគេធ្វើបានល្អប៉ុន្តែយើងអត់ដឹងថាគាត់អត់មានជំនាញមិនគាត់ចង់អន់ទេបងប្អូនគាត់អត់មានជំនាញអញ្ចឹងយើងតួនាទីរបស់យើងត្រូវឲ្យគាត់រៀនបើយើងរើសគាត់មកហើយណាមួយទៀតអ្វីដែលគាត់ត្រូវដឹង knowledge មិនមែនសញ្ញាបត្រទេបងប្អូនចំណេះដឹងព័ត៌មានដែលបុគ្គលិកត្រូវដឹងក្នុងតំណែងហ្នឹងបើសិនជាគាត់អ្នកលក់គាត់ត្រូវមានចំណេះដឹងអីខ្លះព័ត៌មានពីក្រុមហ៊ុនយ៉ាងម៉េចព័ត៌មានពីផលិតផលយ៉ាងម៉េចព័ត៌មានពីអតិថិជនយ៉ាងម៉េចខ្ញុំឧទាហរណ៍អញ្ចឹងក្នុងតំណែងមួយសិតតែត្រូវការព័ត៌មានចាំបាច់ attitude គឺបុគ្គលិកដែលយើងចង់បានគឺត្រូវតែមានអត្តចរិតត្រូវអញ្ចឹងគាត់មកចូលក្រុមហ៊ុនយើងអាចរើមកវាខុសៗគ្នាប៉ុន្តែយើងត្រូវមានយន្តការក្នុងការសម្រួចនៅអត្តចរិតផ្នត់គំនិតត្រូវអត្តចរិតត្រូវអញ្ចឹងក្នុងនេះខ្ញុំក៏មានការបន្តបដាលដែរតែតកតងទៅនឹងបុគ្គលិកឆ្នាំខ្ញុំមានសភៅមួយក្បាលទៀតខ្ញុំសរសេរសភៅមួយក្បាលសង្ខេបខ្លីៗហើយមាន DVD ទៀតដែលតកតងថាបុគ្គលិកឆ្នាំមានលក្ខណៈយ៉ាងដូចម្ដេចអញ្ចឹងនេះគឺជាតកតងនឹងមនុស្សចំណុចមួយទៀតសំខាន់បងប្អូនត្រូវមានចំណេះដឹងនិងជំនាញហិរញ្ញវត្ថុដែលក្នុងនោះគឺតកតងទៅនឹងចំណូលចំណាយទ្រព្យបំណុលហើយនឹងទ្រព្យរបស់ម្ចាស់អញ្ចឹងបងប្អូនជៀសបំផុតអញ្ចឹងសរុបមកវិញក្នុងនាមជាម្ចាស់អាជីវកម្មក្នុងនាមជាអគ្គនាយកបងប្អូនមានការពាក់ព័ន្ធច្រើនណាស់ប្រកបណាស់បងប្អូនមិនចាំបាច់ចេះទាំងអស់នោះទេប៉ុន្តែបើបងប្អូនចេះច្រើនជួយយើងឲ្យមានការគ្រប់គ្រងបានប្រសើរជាងអ្នកដែលអត់ចេះចឹងអានោះគឺចំណុចកន្លែងខុសគ្នាតែខ្ញុំជឿថាគ្មានអ្នកណាចេះអស់ទេអត់មានអស់ទេប៉ុន្តែយើងអាចចេះច្រើនបានអញ្ចឹងក្រុមហ៊ុនប្រធានក្រុមហ៊ុននៅលើកំពូលភ្នំមួយយើងនៅលើភ្នំហ្នឹងយើងម្ចាស់អាជីវកម្មឬក៏យើងអគ្គនាយកយើងនៅលើភ្នំហ្នឹងប៉ុន្តែភ្នំទាំងមូលនោះព្រៃទាំងមូលនោះគឺមានលក្ខណៈអញ្ចឹងបើបងប្អូនអត់ដឹងអាហ្នឹងបងប្អូនមាន challenge ច្រើនតែបើបងប្អូនដឹងបងប្អូនអាចស្វែងរកជំនួយបានអាណាដែលយើងអត់ចេះយើងអាចរកអ្នកក្រៅមកជួយបានរក consultant មកជួយបានឬបុគ្គលិកមកជួយបានតែបើយើងអត់ដឹងគឺយើងអត់អាចលេងហ្គេមនឹងបានហ្គេមរបស់យើងគឺមានភាពស្មុគស្មាញ
មួយទៀតចំណុចសំខាន់មុនពេលដែលយើងចិត្តចោលគឺចំណុចព្រួយ3នេះសំខាន់ចំណុចព្រួយ3នេះគឺជាការតភ្ជាប់ព័ត៌មានរវាងពីលើដល់ក្រោមពីក្រោមដល់លើពីឆ្វេងទៅស្ដាំពីស្ដាំឆ្វេងមានន័យថាម៉េចមានន័យថាថ្នាក់ដឹកនាំត្រូវមានទំនាក់ទំនងល្អជាមួយនឹងបុគ្គលិកខាងក្រោមបុគ្គលិកខាងក្រោមមានទំនាក់ទំនងល្អជាមួយខាងលើបុគ្គលិកផ្នែកផ្សេងៗត្រូវមានទំនាក់ទំនងល្អជាមួយគ្នាភាពរឹងមាំរបស់ស្ថាប័នវាអាស្រ័យទៅលើភាពរឹងមាំនៃក្រុមការងារទាំងមូលក្រុមការងារទាំងមូលគឺជាក្រុមមួយល្អប្រសិនបើបងប្អូនមានមនុស្សនៅក្នុងស្ថាប័នមនុស្សច្រើនហើយប៉ុន្តែមនុស្សនឹងអត់ត្រូវគ្នាមនុស្សអត់ត្រូវគ្នាអត់ចេះសហការគ្នាឆ្លោះទៅគ្នាអានោះជាបញ្ហាអញ្ចឹងកន្លែងថ្នាក់ដឹកនាំគឺសំខាន់គឺថាតួនាទីរបស់យើងអ្នកដឹកនាំគឺត្រូវតែធ្វើម៉េចឲ្យមាន harmonization ភាពសុខដុមរមនាជាមួយគ្នាអានោះគឺ team work យើងល្អខាងក្រោមនេះគាត់បានបង្ហាញជូនពី business plan ខ្ញុំមិនលម្អិតទេបាទគាត់មាន business plan អានេះនៅកណ្ដាលនេះបង្ហាញពី Kaizen 5S Kaizen បងប្អូនដែលឮ 5S Kaizen ទេខាងផលិតមានបាទ 5S Kaizen គឺផ្ដោតទៅលើ quality improvement ធ្វើម៉េចឲ្យយើង quality របស់យើងពីប្រភេទរមែងគឺនៅក្នុងស្តង់ដារខ្ពស់មានបើខ្មែរថា S5 5S ស5បាទមានស្អាតមានសម្រិតសម្រាំងមានស្អីទៀតបងខ្មែរយើងស្តង់ដារសភ័ណបាទសុវត្ថិភាពបាទអញ្ចឹងនេះគឺជារបៀបការគ្រប់គ្រងប៉ុនហើយខ្ញុំ integrate ចូលព្រោះនេះ world class ដែរ world class មួយទៀតនៅក្នុងនេះ internal control ដែលខ្ញុំបង្ហាញនៅខាងលើនេះគាត់បង្ហាញជូនបងប្អូនថែមថា internal control មានអីខ្លះ standard policy procedure form ហើយនឹង technology អីដែលយើងត្រូវប្រើ technology ដូចខ្ញុំបានជម្រាបជូនថាដូចអ្វីដែលបងអេយ៉ានឹងបង្ហាញជូនបងប្អូនជា world class system ជា technology បងប្អូនអាចនឹងប្រើប្រាស់ iPhone របស់បងប្អូនគ្រប់គ្រងព័ត៌មានស្ថានភាពលទ្ធផលរបស់ស្ថាប័នរបស់បងប្អូនទាំងប្រាក់ចំណេញទាំងលទ្ធផលលក់ទាំងការទំនាក់ទំនងក្នុងអាជីវកម្មនឹងជាច្រើនហើយរបៀបដែលយើងត្រួតពិនិត្យនិងវិតម្លៃមានតាំងពីរបាយការណ៍បុគ្គលិកត្រូវមានរបាយការណ៍ស្អីខ្លះមានការប្រជុំយ៉ាងម៉េចហើយនឹងការ survey និងការធ្វើ field visit ជាដើមនេះគឺជាយន្តការខ្លះៗដើម្បីប្រាប់បងប្អូនថាដើម្បីយើងក្តាប់ស្ថានភាពបានចុងក្រោយលទ្ធផលចុងក្រោយគឺ sale champion តែក្នុងនោះត្រូវមាន target client target market ឲ្យច្បាស់ដើម្បីយើងអាចបង្កើតចំណូលដែលយើងចង់បាននៅក្នុង business របស់យើងអញ្ចឹងនឹងរឿងខាងក្នុងប៉ុន្តែមានកត្តាខាងក្រៅពាក់ព័ន្ធនឹង business កត្តាខាងក្រៅពាក់ព័ន្ធ business មានអ្នកពាក់ព័ន្ធខាងក្រៅមាន supplier មាន bank មាន regulator មាន competitor មាន partner មាន supplier ដែលយើងត្រូវស្វែងយល់និងត្រូវមានចំណងតាក់ទងល្អជាមួយនឹងអ្នកខាងក្រៅនោះនៅបរិយាកាសខាងក្រៅផងដែរបងប្អូនត្រូវដឹងអំពីព្យុះដែលអាចកើតឡើងទាំងឱកាសទាំងការគំរាមកំហែងនយោបាយអាចប៉ះពាល់យើងទេច្បាប់ទម្លាប់អាចប៉ះពាល់យើងទេសង្គមបញ្ហាសង្គមកើតឡើងប៉ះពាល់យើងទេ technology បច្ចេកវិទ្យាដែលមានការវិវត្តវាអាចប៉ះពាល់ដល់ business យើងទេប្រសិនបើយើងនៅស្ងៀមវប្បធម៌អរិយធម៌សាសនាអីជាដើមអញ្ចឹងទាំងអស់នេះគឺជាអ្វីដែលយើងត្រូវដឹងបន្ថែមពេលដែលយើងធ្វើតូចៗយើងមិនសូវចាប់អារម្មណ៍ប្រហែលនេះបងប្អូនតែពេលដែលយើងបងប្អូនធ្វើ business ធំរឿងអ្វីមួយកើតឡើងតែបន្តិចគឺប៉ះពាល់ business របស់បងប្អូនអញ្ចឹងអានេះគឺពេលដែលយើង business ធំកាន់តែយកចិត្តទុកដាក់ហើយនៅក្នុងនោះផងដែរខ្ញុំក៏បានសង្ខេបជូននៅ success strategy តែក្នុងនោះមានយើងហៅថាយុទ្ធសាស្ត្រជោគជ័យផ្ដោតទៅលើយុទ្ធសាស្ត្រជោគជ័យទៅលើអតិថិជនយុទ្ធសាស្ត្រជោគជ័យទៅលើផលិតផលយុទ្ធសាស្ត្រជោគជ័យទៅលើសេវាកម្មយុទ្ធសាស្ត្រជោគជ័យទៅលើតម្លៃយុទ្ធសាស្ត្រជោគជ័យទៅលើទីតាំងយុទ្ធសាស្ត្រជោគជ័យទៅលើដៃគូយុទ្ធសាស្ត្រជោគជ័យទៅលើធនធានមនុស្សយុទ្ធសាស្ត្រជោគជ័យនៅក្នុងសង្គមនិងយុទ្ធសាស្ត្រជោគជ័យទៅលើ image និង branding របស់ខ្លួនហើយ
4ចុងក្រោយមុននឹងបញ្ចប់នៅអ្វីដែលខ្ញុំចង់បង្ហាញវប្បធម៌របស់ស្ថាប័នដែលវប្បធម៌4នេះជាវប្បធម៌ដែលខ្ញុំបានរៀនអំពី millionaire multi millionaires ពីសិង្ហបុរីមកខ្ញុំបានទៅសិង្ហបុរីហើយនៅក្នុង brochure ឬក៏ leaflet ដែលខ្ញុំបានចែកជូនបងប្អូនរូបមានខ្ញុំថតជាមួយតួកុនសិង្ហបុរីមួយពេលដែលខ្ញុំធ្វើដំណើរទៅហ្នឹងខ្ញុំជួបជាមួយនឹងសិទ្ធិរបស់សិង្ហបុរីហើយចំណុចដែលខ្ញុំបានរៀនពីពួកគាត់ដែលខ្ញុំគិតថាពិសេសហើយខ្ញុំ integrate ចូលនៅក្នុង framework ហ្នឹងដែរតែវប្បធម៌របស់ស្ថាប័នរបស់យើងដែលខ្ញុំជឿជាក់ថាពិតជាសំខាន់គាត់និយាយពី4ម៉ាត់វប្បធម៌ទី1គឺធ្វើយ៉ាងណាក្នុងនាមជាអ្នកដឹកនាំស្ថាប័នធ្វើយ៉ាងណាឲ្យបុគ្គលិករបស់យើងឬក៏ team របស់យើងមានលក្ខណៈដូចជាទាហានទី1ធ្វើយ៉ាងណាឲ្យបុគ្គលិកឬក៏ team របស់យើងមានលក្ខណៈដូចជាទាហានបងប្អូនទាហានគេធ្វើសង្គ្រាមគេសុទ្ធតែរហូតដល់បូជាអាយុជីវិតប៉ុន្តែបើសិនបើយើងអ្នកដឹកនាំរៀបចំអាចឲ្យបុគ្គលិកនិង team របស់យើងមានលក្ខណៈដូចជាទាហានគឺយើងមានភាពខ្លាំងហើយស្ថាប័នដែលរឹងមាំកន្លងមកគឺថាស្ថាប័នទាហានគឺស្ថាប័នដែលរឹងមាំតែមានតាំងពីសម័យដើមរហូតដល់ឥឡូវនៅតែមានស្ថាប័នហ្នឹងទៀតអញ្ចឹងតើខ្លាំងដូចទាហានហ្នឹងគឺស្ថាប័នយើងមានចំណុចខ្លាំងមួយទី2មិញទី1ធ្វើការឲ្យដូចទាហានទី2រៀនឲ្យដូចនៅសាលាបងប្អូនស្ថាប័នដែលរឹងមាំតាំងពីដើមសម័យព្រះរហូតដល់ពេលនេះគឺស្ថាប័នអប់រំអញ្ចឹងបើគេឲ្យយើងរៀនរហូតអញ្ចឹងស្ថាប័នដែលមានវប្បធម៌រៀនតាំងពីម្ចាស់រៀនតាំងអគ្គនាយករៀនតាំងបុគ្គលិកព្រោះយើងបង្វឹកតបយើងរហូតបងប្អូនពុទ្ធហ៊ានដែលនឹងត្រូវបង្វឹករហូតទេបងប្អូនបើអត់បង្វឹកដកក្បាលពោះហើយលះហត់លះហើយអញ្ចឹងត្រូវបង្វឹករហូតបុគ្គលិកគឺថាត្រូវបង្វឹករហូតហើយបុគ្គលិកមានការផ្លាស់ប្ដូរហើយត្រូវបង្វឹកព្រោះមានការផ្លាស់ប្ដូរពីអ្វីដែលយើងត្រូវការអភិវឌ្ឍថែមថ្មីអញ្ចឹងយើងត្រូវវិនិយោគឲ្យបុគ្គលិករបស់យើងរៀននេះគឺជាចំណុចដែលយើងអាចខុសពីគេនៅពេលដែលគេចាំមើលថាបុគ្គលិកវាផលិតអីឲ្យយើងត្រូវបង្វឹកបុគ្គលិកយើងឲ្យខ្លាំងដើម្បីផលិតអីឲ្យយើងទី3គឺសហការគ្នាในក្រុមគ្រួសារអញ្ចឹងស្ថាប័នដែលរឹងមាំកន្លងមកគឺស្ថាប័នមួយនៅក្នុងនោះគឺស្ថាប័នគ្រួសារហ្នឹងឲ្យស្រឡាញ់គ្នាគ្រួសារដែលជួយគ្នាដោយបងដោយប្អូនអញ្ចឹងយើងធ្វើម៉េចឲ្យក្រុមការងាររបស់យើងទាំងមូលមានវប្បធម៌ស្រឡាញ់គ្នាជួយគ្នាដូចគ្រួសារនោះគឺជាចំណុចមួយខ្លាំងនៅក្នុងគណៈដែលគេមិនចាប់អារម្មណ៍អ្នកធ្វើអាជីវកម្មខ្លះមិនចាប់អារម្មណ៍ទុកឲ្យបុគ្គលិករប៉ាត់របាយឆ្លោះគ្នាមិនបានផ្សារភ្ជាប់មិនធ្វើឲ្យមានការស្រឡាញ់គ្នាយើងទៅធ្វើឲ្យស្ថាប័នរបស់យើងមានភាពត្រូវគ្នាចំណុចចុងក្រោយហើយសំខាន់គឺយើងធ្វើឲ្យក្រុមរបស់យើងទាំងមូលជឿលើយើងក្នុងនាមជាអ្នកដឹកនាំដូចជាសាសនានេះជាចំណុចសំខាន់ស្ថាប័នដែលខ្លាំងនៅក្នុងពិភពលោកដែលយើងមើលឃើញស្ថាប័នសាសនានៅតែមានវត្តមានទោះបីសាសនាអីក៏ដោយអញ្ចឹងប្រសិនបើយើងអ្នកដឹកនាំអ្នកគ្រប់គ្រងអាចនឹងធ្វើឲ្យអ្នកក្រុមការងាររបស់យើងមានទំនុកទុកចិត្តលើយើងក្នុងនាមជាអ្នកដឹកនាំដូចជាសាសនានោះគឺជាការដែលយើងធ្វើកិច្ចការនោះបានធំព្រោះការធ្វើធំតម្រូវឲ្យយើងក្នុងការមានមនុស្សច្រើនក្នុងការទៅជាមួយទាំងនៅចិត្តយើងទាំងនៅឆ្ងាយយើងតែនេះគឺជាចំណុចសរុបរួមហើយខ្ញុំគិតថាពេលវេលាខ្លីពេកខ្ញុំមានរឿងច្រើនចង់ជម្រាបជូនប៉ុន្តែមិនពេលវេលាមិនអំណោយផលអញ្ចឹងសូមអរគុណច្រើនទៅដល់បងសឹមតារាដែលបានផ្ដល់ពេលវេលានិងផ្ដល់កិត្តិយសដល់ខ្ញុំគឺពិតជាសប្បាយចិត្តក្នុងការចែករំលែកហើយអរគុណជាមួយបងប្អូនយើងទាំងអស់ដែលមានឱកាសបានជួបស្គាល់គ្នាហើយសង្ឃឹមថានឹងមានទំនាក់ទំនងជាមួយគ្នាជាបន្តបន្ទាប់ហើយសូមឲ្យបងប្អូនបានយកអ្វីដែលខ្ញុំចែករំលែកនេះទៅជាការពិចារណាសកម្មភាពអាស្រ័យទៅលើបងប្អូនព្រោះលទ្ធផលយ៉ាងណាអាស្រ័យទៅលើសកម្មភាពបងប្អូន take action នៅលើនេះបងប្អូននឹងបានលទ្ធផលលើនេះបងប្អូន wait បងប្អូននឹងបានលទ្ធផល wait ដែរអញ្ចឹងសូមជូនពរឲ្យបងប្អូនបានជោគជ័យនៅក្នុងអាជីពនៅក្នុងមុខរបរអាជីវកម្មបងប្អូនឲ្យបានរីកចម្រើនហើយជួយចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើងតាមរយៈការបង្កើតមុខរបរឲ្យបានកាន់តែច្រើនលើកកម្ពស់មុខមាត់កម្ពុជាទៅក្នុងឆាកអន្តរជាតិនិងបង្កើតការងារឲ្យបានកាន់តែច្រើនសម្រាប់កម្ពុជានិងពិភពលោកសូមអរគុណច្រើន CEO Master Club
បង្វឹកអ្នកដឹកនាំធុរកិច្ចកម្ពុជាធ្វើឲ្យអាជីវកម្មពីតូចទៅធំពីលក្ខណៈគ្រួសារទៅស្តង់ដារធ្វើឲ្យសេដ្ឋកិច្ចក្នុងស្រុករឹងមាំ